ទាំងអាចថាការចាប់ផ្ដើមរបស់ខ្ញុំគឺយើងរកឱកាសប៉ុន្តែមានមួយគឺបើសិនជាយើងចង់ធ្វើ king យើងត្រូវហ៊ានធ្វើអ្នកបម្រើសិនបានអាចទៅរួចព្រោះខ្ញុំហ៊ាននិយាយថាអ្នកខ្លះគាត់អាចនឹងមានលុយតិចជាងខ្ញុំឯងប៉ុន្តែឲ្យគាត់ទៅឈរចាំ9 10ម៉ោង I don't think so ហើយនៅក្នុងអ្វីដែលខ្ញុំនឹងនិយាយក្នុងរយៈពេល1ម៉ោងទៀតហ្នឹងមានពេលច្រើនមែនតើខ្ញុំធ្វើអ្នកបម្រើដោយសារ if you want to be a king you have to be a pawn first នៅក្នុង chess អាហ្នឹងជាពាក្យដែលខ្ញុំ go by ព្រោះខ្ញុំមានបុគ្គលិកខ្ញុំរាល់ថ្ងៃរឿងខ្លះខ្ញុំ willing to ធ្វើតែគាត់អត់ទេគាត់ថាបងខ្ញុំច្រឹកខ្ញុំឲ្យធ្វើអញ្ចឹងអាកើតទេខ្ញុំមិនចេះត្រគេឬខ្ញុំមិនចេះធ្វើអន់អញ្ចឹងទេបងខ្ញុំសុខចិត្តអត់លុយចាយតែសម្រាប់ខ្ញុំ is different យើងធ្វើអំពើសុចរិតតែមិនបានយើងគួរខ្លាចថាយើងអន់ជាងគេឬគេមើលមកមិនឬក៏ថាយើងអូអាហ្នឹងវាបានតែសម្រាប់អ្នកដែលអត់លុយឬក៏អ្នកដែលtoo thirsty too hungry ឯងប៉ុន្តែយើងនៅក្នុងវ័យនេះយើងត្រូវតែ hungry for success Chúng mình số bóng bóng nọ kia. Welcome to the new episode of Be Talk Podcast. Chẳng ngày này phong đáy dương miên special guest thay mùi mình rút tiết hái đại ban mà showroom talk show dân ngày này. Hai quát có chia self-made mình đại quát ban start business. Tràn mình tên bị môn máu. Hai quát ban grow đại khuôn ấy, đại khuôn anh toán hay quát maybe he's your favorite internet idol. Đã lời ní quátមាន collection supercar ទៅដល់3 4ហើយឥឡូវនេះពងតែលឺថាគាត់នឹងក្រុងទិញ supercar ថ្មីមួយទៀតអញ្ចឹងថ្ងៃនេះយើងនឹងមាន special guest ហ្នឹងមកចូលរួម share ចែកម្លែកបទពិសោធន៍ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអាចយកចំណុចល្អៗពីគាត់ដើម្បីទៅរៀនសូត្រអភិវឌ្ឍនៅក្នុងជីវិតខ្លួនឯងអញ្ចឹង special guest របស់យើងសូមណែនាំខ្លួនតិចបាទជំរាបសួរអ្នកនរគ្នាបាទអញ្ចឹងពីច្រើនគេស្គាល់ខ្ញុំឈ្មោះ Richie Boy ជាម្ចាស់ឡាន No Money ហើយខ្ញុំក៏ជា creator ម្នាក់ដែលចែកម្លែកពាក់ព័ន្ធជាមួយនឹង entrepreneur បែប Gen Z មានថាកៅស៊ីធ្វើជំនួយបែបក្មេងៗ Gen Z ជំនាន់ក្រោយហើយចែកម្លែក life motivation ទៅដល់ teenager ផ្សេងៗក៏ដូចជាចំណេះដឹងនៅក្នុងវិស័យ trading ខ្លះៗដែរហើយនៅលើ TikTok របស់ខ្ញុំក៏ខ្ញុំបានចែកម្លែក moments ល្អៗ motivate ក្មេងៗដូចឡានដូចអីហ្នឹងដោយសារខ្ញុំក៏ធ្លាប់ពីមុនគឺមានក្តីសម័យមានអីដូចគ្នាកាលពីនៅក្មេងឃើញឡានឃើញអីចឹងគឺថាពុះកញ្ជ្រោលហ្មងដល់ពេលចឹងខ្ញុំចង់ចែកម្លែកទាំងក្តីសង្ឃឹមក្តីស្រឡាញ់ហើយបាត់ពិសោធន៍ដែលខ្ញុំមានពីមុនមកដើម្បីឲ្យអាចថាជា blueprint សម្រាប់ពួកគាត់វាមិនដូច 100% មកទេប៉ុន្តែចែកម្លែកដើម្បីឲ្យពួកគាត់យល់ខ្លះៗដើម្បីត្រៀមខ្លួនចូលទៅក្នុងជីវិតពិតប្រាកដនៅក្នុងសង្គមបាទអញ្ចឹងដូចអ្នកទាំងអស់គ្នាបានឮអញ្ចឹងគឺគាត់ជាអ្នកដែល inspire មនុស្សច្រើនមែនតើហើយក៏គាត់ក៏ inspire ខ្ញុំដែរបើនិយាយស្មោះត្រង់ទៅ like come on you living others people dream trying like a couple supercar in the garage អញ្ចឹងថ្ងៃនេះបងអាចនឹង dig down បន្តិចតាក់ទងទៅនឹង background ដោយសារបងគិតថាមនុស្សភាគច្រើនឃើញ Richie Boy ហើយ Richie Boy អញ្ចឹងណាបាទអញ្ចឹងឃើញរាជនៅលើបណ្ដាញសង្គមគឺទៅលើ supercar ហើយនឹង business ដែល on trend ប៉ុន្តែខ្ញុំជឿថាអ្នកភាគច្រើនគឺគាត់អាចបានដឹងអំពី background នេះថាពីមុនរាជជាអ្នកណាមកពីណាហើយ how you start បាទអាហ្នឹងសំខាន់មែនតើដោយសារវាអាចនឹងជា blueprint សម្រាប់ក្មេងៗជាពិសេសដូចពួកយើងនៅក្នុង generation C នេះយកទៅសិក្សាថាអូខេតើគាត់អាចរៀនសូត្រអ្វីបានខ្លះពីរាជដែរអញ្ចឹងខ្ញុំចង់ឲ្យរាជអាចបង្ហាញខ្លះពី background របស់យើងពីមុនមក how you before you become Richie Boy how is life before Richie Boy បាទអញ្ចឹងថ្ងៃនេះខ្ញុំសូមចែកម្លែកតាំងពីដើមមកខ្ញុំចាប់ផ្ដើមមានកំណត់ OC ហ្នឹងនៅថ្នាក់ទី5ដោយសារខ្ញុំលេងហ្គេមមួយឈ្មោះថា Growtopia អញ្ចឹងហ្គេមហ្នឹងគឺខ្ញុំបានទីដើមចូលវាគាត់ថាវា work ដូចនៅក្នុងជីវិតពិតយើងអញ្ចឹងគឺវាមាន farming វាមាន currency នៅក្នុងហ្នឹងដែល worth យើងអាចលក់ជាលុយបានវាមានទាំងការ scam ការបោកប្រាស់អីមិត្តភ័ក្តិអីលេងជុំគ្នាកាលហ្នឹងនៅទី6ហ្នឹងគឺលួចគ្នាទៅវិញទៅមករួមវាបរៀនខ្ញុំច្រើនមែនតើចេញពីចូលមកជីវិតពិតអញ្ចឹងកាលហ្នឹងខ្ញុំលេងហ្គេមហ្នឹងលេងយកសុបាយឯងដំបូងបន្ទាប់មកក៏ចាប់ផ្ដើមស្គាល់អារសជាតិនៃលុយដំបូងបំផុតដែលបានហ្នឹងប៉ុន្តែកាលហ្នឹងគឺអត់ទាន់ចេះចាយលុយឯងយកទៅញ៉ាំ KFC ខ្ញុំរៀននៅចាក់ទៅមុខអញ្ចឹងគឺខ្ញុំប៉ាមិត្តភ័ក្តិខ្ញុំញ៉ាំ KFC ច្រើនមែនតើពេលឈប់និយាយអស់គ្នាគឺទាលុយមកវិញកាលហ្នឹងមានមិត្តភ័ក្តិខ្លះជាពាក់ឡើង50រៀលអញ្ចឹងចាប់ផ្ដើមលក់គេហៅ Diamond Lock នៅក្នុងហ្គេមហ្នឹងលក់មួយបានដូចជា$80បន្ទាប់មកមួយថ្ងៃបើសិនជាខ្ញុំលេង8ម៉ោងខ្ញុំអាចរកបាន30ទៅ50រៀលនៅចំនួនហ្នឹងខកថាកាលហ្នឹងយើងលេង iPad អីចឹងប៉ាម៉ាក់ក៏អត់យល់ដែរចឹងពេលខ្លះគាត់អត់ឲ្យលេងយប់ពេកប៉ុន្តែខ្ញុំលួចលេងនៅក្រុមភួយចឹងទៅ Growtopia កាលហ្នឹងមិត្តភ័ក្តិខ្ញុំគឺដឹងហើយព្រោះខ្ញុំនាំ the whole team គាត់ថាពួកគាត់បើខ្ញុំបាន30រៀល they get $5
ឬក៏អីចឹងទៅព្រោះពួកគាត់ធ្វើការខ្ញុំពួកគាត់អង្គុយវាយfarm gym farm អីខ្ញុំឧទាហរណ៍យើងលេង game រាល់ថ្ងៃថា mobile ចុះចឹងដូច Orang ចឹងនៅក្នុងនោះដូចគ្នាយើងចំណាយពេលគាត់ថាក្នុងនោះអត់មានចាញ់ឈ្នះទេក្នុងនោះគឺអ្នកណាបកកាយខាង trade buy sell គឺចំណេញអញ្ចឹងចាប់ផ្ដើមពីការរក game ហ្នឹងខ្ញុំរហូតដល់ទី7ទី8ប៉ុន្តែអត់សល់លុយទេដោយសារការចំនួនហ្នឹងគឺយើងអត់ចេះទុកដាក់អញ្ចឹងវាថាក៏ប៉ុន្តែរកបានវាច្រើនដែរតែមួយថ្ងៃក៏ទៅ50រៀលហើយយើងទំទី6គឺវាច្រើនអញ្ចឹងខ្ញុំទិញ iPad ខ្ញុំភាគច្រើនប៉ាវមិត្តភក្តិញ៉ាំអីយើងញ៉ាំអស់ឆាប់ថែមទិញញ៉ាំរាល់ថ្ងៃហើយ KFC នឹងពីមុនបើមើលរូបខ្ញុំចាស់គឺខ្ញុំអត់តន់ឡើងគីឡូទេហើយក៏មិនមែនមកប៉ាម៉ាយដែរប៉ុន្តែលុយរកស្រួលហើយយើងនៅក្មេងយកមានតន់គិតរឿង iPhone iPad supercar អីយកអត់តន់គិតទេអញ្ចឹងគឺ prioritize food ពួកខ្ញុំចាយច្រើនទៅលើម្ហូបអាហារហើយដើរលេងកាលហ្នឹងហែទឹកនៅអាកន្លែង Spark ចាស់នេះយល់កន្លែងហែទឹកកន្លែងអីថ្មីបើកមកគឺទៅអញ្ចឹងយើងចំណាយលុយទៅលើការដើរលេងច្រើនអញ្ចឹងយើងអត់សល់លុយទេរហូតដល់ចាប់ផ្ដើមទី7ទី8ខ្ញុំចាប់ផ្ដើមស្រឡាញ់របស់ brand ហើយពេលហ្នឹងអាលុយដែលរកបានពី game ប្រហែលហ្នឹងដូចសល់តែ 2-3000 ទេហើយធ្លាប់សុំម៉ាក់អីទិញអីចឹងដែរកាលហ្នឹងដោយសារ hype តាមគេចូលចំនួនហ្នឹងចាប់ផ្ដើមចំនួន hype basic អញ្ចឹងចាប់ផ្ដើមមកអាវ local brand ស្បែកជើង Nike ហ្នឹងយល់បានមកគូពាក់គឺលុយមែនតើយកទៅអួតមិត្តភក្តិអួតអីនៅសាលាអញ្ចឹងទៅក៏ចាប់ផ្ដើមមានកំណត់ថាចង់បានអាវ៉ាន់ថ្លៃៗមកប្រើតែបើសុំប៉ាម៉ាក់វាដូចថាខ្មាស់គាត់ដោយសារស្បែកជើងមកគូ200អីវាថ្លៃអញ្ចឹងចាប់ពីទី8ហ្នឹងក៏ចាប់ផ្ដើមមានកំណត់ថាចង់ទិញលក់ស្បែកជើងប៉ុន្តែ small scale មែនតើមកគូអាចចំណេញបាន$20អញ្ចឹងទៅអញ្ចឹងចាប់ផ្ដើមពីទី8ចាប់ផ្ដើមទិញប្រាបណ្ដោយតែអត់ទាន់ច្រើនទេរហូតដល់ចូលទី9បាទខ្ញុំចាប់ផ្ដើមដល់ឆ្នាំត្រូវប្រឡង diploma អញ្ចឹងក៏យើងរៀង slow down a bit ហើយខ្ញុំចាប់ផ្ដើមលេង game កាលហ្នឹងការទី8ហ្នឹងយើងចាប់ផ្ដើមលេង game Vainglory អញ្ចឹងទៅក៏ដូចថារឿងរកស៊ីរឿងអីអត់សូវបាន take it serious ទេយើងដក clear ពី Growtopia មកតិចអីដោយសារលេង Vainglory ហ្នឹងកាលហ្នឹងដូចជាគេចូលអា app ឈ្មោះ Popcorn អីគេនោះដែលយើងនិយាយគ្នាអញ្ចឹងចង់វក់លេងទៅយប់ឡើងភ្លេចខ្លួនរហូតភ្លេចខ្លួនអស់មួយឆ្នាំ2ឆ្នាំហ្នឹងគឺបោះបង់ចិត្តបោះបង់ Growtopia ចោលហើយអត់សូវបានលេងទេដោយសារលេង Vainglory សប្បាយជាង Popcorn បាននិយាយមួយគ្នា make friend ចូល guild ចូលអីមួយគ្នាសប្បាយតែអាសប្បាយមួយប្រាយហ្នឹងគឺខាតអស់2ឆ្នាំពេលហ្នឹងគាត់ថាយើងនៅក្មេងអញ្ចឹងយើងអត់គិតអីច្រើនទេលេងកន្លែងណាដែលមាន team មានអីសប្បាយជុំគ្នាយើងប្រកាសជាចង់លេងឯងដល់ពេលទី9ហ្នឹង wake up call ដោយសារប្រឡងចប់ភ្លាមហ្នឹងចាប់ផ្ដើមឃើញមិត្តភក្តិផ្សេងៗហ្នឹងមានរបស់ល្អៗប្រើក៏ប៉ុន្តែពួកគាត់មិនមែនមានដោយសារពួកគាត់ខំប្រឹងរកទេប៉ុន្តែឪពុកម្ដាយគាត់អាចផ្ដល់អ្វីដែលឲ្យគាត់ហ្នឹងគឺវាគ្រប់គ្រាន់ក៏ប៉ុន្តែឪពុកម្ដាយខ្ញុំក៏ផ្ដល់ខ្ញុំគ្រប់គ្រាន់ដែរគាត់មានកង់មានអីម៉ូតូខ្ញុំជិះដែរប៉ុន្តែដោយសារតាំងពីចប់ទី9ហ្នឹងមកខ្ញុំចាប់ផ្ដើមដើរលេងជាមួយមិត្តភក្តិដូចមកពីសាលា CIA Northbridge អីផ្សេងៗខ្ញុំចាប់ផ្ដើមស្គាល់ bowling អញ្ចឹងទី9ចាប់ផ្ដើមស្គាល់ bowling it changed my life ដោយសារចាប់ផ្ដើមទៅ circle មួយទៀត circle ដែលអត់ដែរដើរពីមុនមកកាលនៅចាក់មុខអីពួកខ្ញុំទៅរៀនយើងចាយតែ6000ទេ5000 6000ទេដល់ពេលចាប់ផ្ដើមចូល circle bowling ហ្នឹងដំបូងគឺមិនមែនលុយខ្ញុំហ្មងទេយើងសុំពីប៉ាម៉ាក់បាន$10-20លោកតាអញ្ចឹងទៅ$10-20យកទៅលេងមួយគេប៉ុន្តែទៅលេង bowling មួយគេ circle របស់មិត្តភក្តិគឺយើងមើលមកគឺខុសគ្នាឆ្ងាយគេមានអាវ៉ាន់ល្អៗប្រើការហ្នឹងគឺល្បី hoodie bait ហើយមួយ400ជាងបាទហើយអញ្ចឹងខ្ញុំអត់ដឹង figure out មិនថាធ្វើម៉េចมันអាចដើរទៅដល់ចំណុចហ្នឹងដែលយើងអាចមានសមត្ថភាពទិញអាវឬទិញស្បែកជើងអញ្ចឹងអាចស្ដាប់មកវាជាសម្ភារៈនិយមការចំនួនហ្នឹងព្រោះយើងនៅក្មេងអាចបានគិតជ្រៅជ្រះទេអញ្ចឹងឃើញគេលុយ of course យើងចង់លុយតាមគេដែរអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមទិញលក់កៅអៅ local brand ការចំនួនហ្នឹងកៅអៅ local brand គឺនៅដើរដោយសារនៅខ្មែរយើងអត់ទាន់ដូចឥឡូវដែលមានច្រើន mode ច្រើនអីចឹងទេអញ្ចឹងពេលចេញមួយមកគឺ$30អញ្ចឹងអាច resell បាន60 80 100បើអ្នកនៅ streetwear ប្រហែលឆ្នាំមុនខ្ញុំប្រកាសជាដឹងថាគាត់នៅតាមតាន់ចំនួនហ្នឹងហើយជាពិសេសគឺ website ចេញមកតែដើមគ្នាទិញមកហើយមក release ខ្ញុំហ៊ាននិយាយថាការហ្នឹងអាចថាខ្ញុំសំណាងក៏បានប៉ុន្តែយើងនៅចំអាចំនួនដែលនៅមានឱកាសអញ្ចឹងគឺយើង grow បានលឿនមែនតើមក release ខ្ញុំអាចទិញបាន20អាវអីហើយមានស្បែកជើង local brand ទៀតខ្ញុំអត់បញ្ចេញឈ្មោះទេគ្រាន់ថាបើអ្នកនៅក្នុង streetwear គាត់ប្រកាសជាដឹងហើយអញ្ចឹងស្បែកជើង local brand ហ្នឹងគ្រាន់តែមក release ក៏ចំណេញបាន2-3000ដែរប៉ុន្តែមុននឹងចាប់ផ្ដើមអា local brand ហ្នឹងបានជោគជ័យមានពេលដែល Adidas យកស្បែកជើង Yeezy មកដែលយើងត្រូវទៅរងចាំ 6-10 ម៉ោង50ថ្ងៃ50ភ្លៀងនៅផ្លូវដូចជាផ្លូវមនីវងយើងបាទនៅចិត្តវិមានឯករាជ្យអញ្ចឹងអាហ្នឹងគឺជាចំណុចចាប់ផ្ដើមធំបំផុតរបស់ខ្ញុំដែលយើងអាច accumulate លុយបានគ្រាន់តែមួយយប់ហ្នឹងរកបានឡើងដូចជា 3-4000 យើងចាំតែមួយយប់ទេដោយសារអីក្នុងម្នាក់ Adidas ឲ្យទិញតែមួយប៉ុន្តែខ្ញុំអង្គុយរកនឹកថាចុងខ្ញុំធ្វើម៉េចខ្ញុំ gather មនុស្សបានច្រើន
ទីមួយខ្ញុំជួលមិត្តភក្តិបាន2នាក់ម្នាក់ឲ្យ$20 10នាក់ទៀតខ្ញុំជួលសន្តិសុខមួយយប់គាត់អាចខកបានតែ$5ទេតែខ្ញុំហ៊ានឲ្យគាត់$30បើសិនជាគាត់មក queue មួយខ្ញុំឬក៏$20អញ្ចឹងខ្ញុំបាននាំពួកគាត់មកហើយ Adidas ហ្នឹងខ្ញុំចាំតាំងពីម៉ោង 6 ល្ងាចមានភ្លៀងផងឲ្យផងយើងត្រូវពាក់អាវភ្លៀងដោយសារយើងចេញពី queue បានទេកាលហ្នឹងមានបងម្នាក់ដែរគាត់ជួយគាត់ក៏ជាអ្នកលក់ស្បែកជើងក៏ដូចជាលក់បាន local brand នៃឥឡូវដែរគាត់ក៏បានជួយអញ្ចឹង along the way យើងនៅ queue មួយគ្នាអញ្ចឹងរហូតដល់ម៉ោង 10 ព្រឹកបានអាចទិញបានអញ្ចឹងពេលដែលយើងទិញស្បែកជើងហ្នឹងហើយភ្លាមតម្លៃតែ$252យើង instant មានអ្នកចាំទិញនៅ queue ហ្នឹងតម្លៃ$500ហើយយើងទិញបាន14គូអញ្ចឹងអាហ្នឹងគឺវាឡើងមកវឹបហ្នឹងគឺលឿនមែនតើអញ្ចឹងអាចថាការចាប់ផ្ដើមរបស់ខ្ញុំគឺយើងរកឱកាសប៉ុន្តែមានមួយគឺបើសិនជាយើងចង់ធ្វើ king យើងត្រូវហ៊ានធ្វើអ្នកបម្រើសិនបានអាចទៅរួចព្រោះខ្ញុំហ៊ាននិយាយថាអ្នកខ្លះគាត់អាចនឹងមានលុយតិចជាងខ្ញុំឯងប៉ុន្តែឲ្យគាត់ទៅឈរចាំ 9-10 ម៉ោង I don't think so ហើយនៅក្នុងអ្វីដែលខ្ញុំនឹងនិយាយក្នុងរយៈពេល1ម៉ោងទៀតហ្នឹងមានពេលច្រើនមែនតើខ្ញុំធ្វើអ្នកបម្រើដោយសារ if you want to be a king you have to be a pawn first នៅក្នុង chess អាហ្នឹងជាពាក្យដែលខ្ញុំ go by ព្រោះខ្ញុំមានបុគ្គលិកខ្ញុំរាល់ថ្ងៃរឿងខ្លះខ្ញុំ willing to ធ្វើតែគាត់អត់ទេគាត់ថាបងខ្ញុំចរិតខ្ញុំឲ្យធ្វើអញ្ចឹងអត់កើតទេបងខ្ញុំមិនចេះត្រគេឬខ្ញុំមិនចេះធ្វើអន់អញ្ចឹងទេបងខ្ញុំសុខចិត្តអត់លុយចាយតែសម្រាប់ខ្ញុំ is different យើងធ្វើអំពើសុចរិតតែមិនបានយើងគួរខ្លាចថាយើងអន់ជាងគេឬគេមើលមកមិនឬក៏ថាយើងអូអាហ្នឹងវាបានតែសម្រាប់អ្នកដែលអត់លុយឬក៏អ្នកដែល too thirsty too hungry ប៉ុន្តែយើងនៅក្នុងវ័យនេះយើងត្រូវតែ hungry for success willing to do everything ដែលស្របច្បាប់ដើម្បីលុយអញ្ចឹងអា quote មួយហ្នឹងគឺជួយខ្ញុំបានច្រើនមែនតើដោយសារ no matter what ខ្ញុំនៅធ្វើការទៅ H&M ខ្ញុំធ្លាប់ queue ដែរបានដូចជា voucher $500អាហ្នឹងមិនមែនទាំងបានលុយយកទៅលក់អីផងក៏តែបានទិញកៅអៅពាក់ក៏ខ្ញុំទៅដែរហើយការហ្នឹងខ្ញុំចាប់ដើម well known នៅលើ TikTok គេស្គាល់ច្រើននេះប្រហែល60-70k followers ហើយខ្ញុំនៅតែគេងនៅលើឥដ្ឋនៅក្នុង Eon ដើម្បីយក voucher ហ្នឹងមិនបានមនុស្សភាគច្រើនគាត់អត់ទៅទាំងតែមាន chance $500ដែរអាចទិញកៅអៅបានពាក់បានច្រើន so there's many times ដែលខ្ញុំធ្វើ pawn before I became a king មានច្រើនណាស់ក៏ប៉ុន្តែនឹងនិយាយ1ម៉ោងហ្នឹងនឹងមានពេលច្រើនទៀតតាមពិតទៅចំណុចដែលរាជបានលើកឡើងនិយាយមិញតាក់ទងទៅនឹងការគិតរបស់បុគ្គលម្នាក់ៗបាទខ្ញុំជឿថាមនុស្សភាគច្រើន stop ខ្លួនឯងពីឱកាសឬក៏ stop them from opportunity ដោយសារតែ they living inside their head បាទតាមពិតទៅដោយរាជលើកឡើងនិយាយមិញចឹងថាអូមកពីអ្នកនេះនិយាយចោះអ្នកនោះនិយាយចោះប៉ុន្តែដល់ពេល actually in the real world nobody care about you បាទមែនអត់នៅពេលអូម៉ារាជឯងថាអូទៅ queue ចាំគេរាប់សិបម៉ោងត្រូវដេកត្រូវអីចឹង at the end of the day អត់មានណាគេមកនិយាយថាអូរៀងចេះរៀងចោះឯងមែនទេត្រូវអត់តាមពិតអាហ្នឹងមកពីយើងគិតតែខ្លួនឯងនឹងយើងគិតឲ្យស្មុគស្មាញដូចខ្ញុំជឿថាអ្នកនរគ្នាប្រហែលជាអាចធ្លាប់ឃើញហើយអារូបដែលគេយកអញ្ចាំងមកដាក់ពីមុខមនុស្សហើយឈរពីមុខហ្នឹងអញ្ចឹងអាការគិត negative ពីខ្លួនឯងគឺដូចគ្នាអញ្ចឹងទម្រង់ដូចតែមួយអញ្ចឹងយើងអត់ព្យាយាមរកផ្លូវឡើងអញ្ចាំងទេប៉ុន្តែទៅឈរមុខអញ្ចាំងហ្នឹងហើយបាំង view ឲ្យអស់លេងដោយអាអញ្ចាំងហ្នឹងគឺដូចជាការគិតរបស់យើងអញ្ចឹងចំណុចហ្នឹងគឺសំខាន់មែនតើមនុស្សជាច្រើនបាត់បង់ឱកាសគឺដោយសារតែការគិត negative ពេកប៉ុន្តែក៏យើងអត់ត្រូវ positive ពេកដែរបាទយើងត្រូវ neutral ហើយថ្លឹងថាតើមួយណាវាល្អជាងហើយយើងធ្វើតាមសម្រេចចិត្តហ្នឹងខ្ញុំគិតថាចំណុចដែលគ្នាយើងក្នុង podcast កំពុងស្ដាប់ហ្នឹងអាចរៀនពីរាជបានគឺនៅពេលដែលមានឱកាសត្រូវតែចាប់ហើយធ្វើសិនទោះបីជាវាល្អឬមិនល្អលទ្ធផលយើងអត់អាចកំណត់បានទុកមុនថាបែបណាទេមែនទេបាទហើយខ្ញុំឃើញចំណុចហ្នឹងរាជខ្លាំងមែនតើដោយសារខ្ញុំតាមពិតទៅខ្ញុំក៏ជាអាចថាជា fan ម្នាក់ដែរ grow up in this generation looking at you ភាគច្រើនធ្វើ business ទៅលើ trending business មែនទេបាទហើយនៅពេលដែល business ហ្នឹង off trend គឺរាជចាប់ដើម switch ទៅមួយទៀតភ្លាមបាទហើយខ្ញុំឃើញរាជធ្វើបានល្អមែនតើតាក់ទងទៅនឹងការចាប់ trending លើ Gen Z បាទតើ what like click you into that side of doing those business បើយើងនិយាយពីប្រវត្តិ prime migration ឥឡូវនិយាយពីប្រវត្តិ prime migration ចុះខ្ញុំត្រូវ shout out ឲ្យបងអូនម្នាក់ដែលគាត់បានឲ្យ prime មកខ្ញុំលក់ដំបូងគាត់បានឆាតមក page អង្គរ PP ខ្ញុំជា page លក់ស្បែកជើងនេះគាត់ឆាតមកខ្ញុំថាបងខ្ញុំមាន24ដបមួយដបខ្ញុំឲ្យបងចំណេញ1រៀលខ្ញុំក៏លឺមួយដបចំណេញ1រៀលបុគ្គលិកខ្ញុំវា reply ទៅវិញខ្ញុំថា sorry own we only sell sneakers here ប៉ុន្តែខ្ញុំឃើញមួយដប1រៀលខ្ញុំគុណ24ដប$24លក់អញ្ចឹងយើង post story រយៈពេល10វិនាទី24ដប sold out ក្នុងពេលមួយយប់ហ្នឹងខ្ញុំគេងអត់លក់ទេ
ខ្ញុំអត់ដឹងមិនបានប្រជាជនផ្សេងគេអត់ freak out ដូចខ្ញុំទេព្រោះខ្ញុំបានឃើញ supercar ខ្ញុំបាត់ហើយពេលនេះខ្ញុំនៅជីសដែរខ្ញុំក៏ឃើញ24ដប sold out 10 seconds មួយដបមួយរៀល how can you not do it អញ្ចឹងគឺមកយប់ហ្នឹងខ្ញុំអង្គុយ dig Amazon Alibaba អីផ្សេងឆាតទៅ supply អីអត់បានគេងទៅមកយប់ហ្នឹងហើយអ្នកផ្សេងគេមើលមកខ្ញុំគេថា prime migration លក់ម្ដង$20 impossible but I made it possible អញ្ចឹងការហ្នឹងគឺ$20ខ្ញុំមកហ៊ាននិយាយប្រាក់ចំណេញនៅក្នុងប្រាប់បងប្អូននៃការពិតហ្មងឯងប៉ុន្តែបើយើងគិតជាភាគរយគឺបានច្រើនគួរសមដែរប៉ុន្តែវាមិនមែនថាយើងលក់ទៅកោគេទេវាមាន demand ខ្លាំងហើយការខ្ញុំយកមកហ្នឹងក៏ថ្លៃដោយសារយើងដាក់តាមយន្តហោះ Actually let's disclose the number but តើអាចក្នុងមួយដបចំណេញបាន%នៃថ្លៃដើម more than 30% good margin yeah, more than 30% ក៏ថាខ្ញុំ take risk ខ្លាំងដោយសារការហ្នឹងបើខ្ញុំនិយាយស្មោះត្រង់ហ្មងទៅខ្ញុំមានតែ$3,000ទេដោយសារខ្ញុំទៅទិញឡាន CLA 45ចាហ្នឹង my first car ever អញ្ចឹងខ្ញុំមានលុយតែ$3,000ទេប៉ុន្តែខ្ញុំគ្រាន់តែឃើញប្អូនហ្នឹងនិយាយរួមបើនិយាយត្រង់ទៅបើសិនជាអត់មានប្អូនហ្នឹងក៏ខ្ញុំអត់អាចដឹងពី prime migration ហ្នឹងពេញលេញដែរដោយសារខ្ញុំអត់សូវបានមើលដូចតាម stream គេនៅ Twitch នៅអីគេល្បីកាលហ្នឹងល្បីក្នុង YouTube ល្បីអីតាម Logan Paul អញ្ចឹងប្អូនម្នាក់ហ្នឹងគាត់ផ្ញើខ្ញុំលក់ហើយខ្ញុំក៏ឃើញមួយដបមួយរៀល24ដបវាអត់ surprise បុគ្គលិកខ្ញុំទេបើសម្រាប់បុគ្គលិកខ្ញុំវាគ្រាន់តែមួយរៀលប៉ុន្តែសម្រាប់ខ្ញុំអត់ឃើញមួយរៀលទេដោយសារ demand is there អញ្ចឹងយើងលក់បានរាប់ម៉ឺនដបនៅពេលហ្នឹងហើយមួយដបមួយរៀលដោយសារគាត់ឲ្យតម្លៃខ្ញុំហ្នឹងកាលហ្នឹងគាត់ឲ្យគាត់លក់ឲ្យខ្ញុំ11ហីខ្ញុំយកទៅ resell 12ខ្ញុំ resell 12ហើយតើប្រហែលវិនាទីហ្នឹង sold out ទៅខ្ញុំក៏ថាអូខេខ្ញុំត្រូវរក demand អញ្ចឹងខ្ញុំរកទិញពីនោះមកហើយគ្រាន់ថាខ្ញុំពេលយកមកដល់ខ្ញុំលក់ចន្លោះពី15ទៅ20ទៅតាម flavor ដោយសារយើងដាក់តាមយន្តហោះអត់ឲ្យខូចគុណភាពទេជា hydration drink អញ្ចឹងថ្លៃនឹងថ្លៃដឹកហ្មងថ្លៃដឹកមកដល់$6បាទអញ្ចឹងយើងត្រូវរកធ្វើម៉េចឲ្យ prime ឲ្យបានច្រើនគ្រាន់ថាហ្នឹង take risk ដូចខ្ញុំប្រាប់អញ្ចឹង$3,000ខ្ញុំដាក់ទៅលក់បានប៉ុន្មានខ្ញុំដាក់ទៅទាំងអស់លក់បានប៉ុន្មានខ្ញុំដាក់ទៅទាំងអស់ខ្ញុំ flip ប្រហែលជា6ខែ and then everybody try to follow business ហ្នឹងអញ្ចឹងខ្ញុំឃើញខ្ញុំពេលហ្នឹងខ្ញុំគិត exit strategy ខ្ញុំហើយខ្ញុំចាំតែដល់ពេល exit ទេអញ្ចឹងមានអ្នកខ្លះគាត់បោះទុន100000អ្នកខ្លះ50000 60000 70000ចូលមកគៀងទាំងអស់ចុងក្រោយខ្ញុំលក់អា prime មក wave មួយហ្នឹងខ្ញុំបានលុយចំណេញឡើងដុល្លារថ្មីអីខ្ញុំលក់អា wave 2ដល់អាគេសល់ទៅអញ្ចឹងហាងធំយកមកលក់ឲ្យខ្ញុំវិញមួយដបតែ1រៀលទេពួកគាត់ទិញមិនក្រុម5រៀលអញ្ចឹងខ្ញុំ make បាន30-40% ពួកគាត់ខាត80% ដោយសារតែពួកគាត់ដើរតាម footstep ខ្ញុំប៉ុន្តែក៏ពិតទៅខ្ញុំ exit ហើយបាត់ហើយខ្ញុំគ្រាន់តែយក picture មួយចំនួនតែខ្ញុំថាអូចូល stock មកទៀតហើយក៏ពិតខ្ញុំយកមកតែ20កែទេវាលក់លេងដាច់ហើយបាទប៉ុន្តែធ្វើម៉េចអាហ្នឹងពួកគាត់ចង់ copy តាមយើងប៉ុន្តែគាត់អត់ដឹងថាយើងមាន exit strategy បាទហើយអញ្ចឹងអាលក់របស់ trend នេះវាល្អប៉ុន្តែ make sure you know when to exit ដោយសារអីតសល់គឺសល់អាក្រក់ហើយខាតអាក្រក់ហ្មងតើឡើងមាន demand គឺឡើងមានហ្មងមិនថា prime មិនថា business ដែលខ្ញុំនឹងនិយាយមួយទៀតទេគឺ top mart ហ្នឹងហើយ Labubu ហ្នឹងហើយបាទ so you mentioned about the first car បាទអញ្ចឹងបងចង់ដឹងថា journey to first car ហ្នឹងជួបឧបសគ្គអីខ្លះហើយយើង struggle មិនខ្លះដែរហើយនៅពេលដែលបានវាហើយពេលហ្នឹងរីករបៀប boost motivation ខ្លួនឯងនឹងមិនដែរបាទបងឃើញព្រោះអីទៅមិនឃើញ post វីដេអូថ្មីដែរទៅលើ I think TikTok right បាទនិយាយពីថាតរំបានឡានដំបងហ្នឹងស្រឡាញ់ណាស់ហើយវាជួបឧបសគ្គច្រើនមែនតើអាចនិយាយ in detail បានអត់ថាតើ journey របស់យើងហ្នឹងមិនដែរកាលពិតទៅបើនិយាយពី journey អានេះវានឹងពាក់ព័ន្ធជាមួយនឹងវិស័យ trade បន្តិចឯងកាលពីឆ្នាំ2019ខ្ញុំចាប់ផ្ដើមស្គាល់ crypto ខ្ញុំទិញ meme coin ទិញអីគឺដំបូងបានចំណេញច្រើនមែនតើហើយមុននឹងខ្ញុំទទួលបាន first car ខ្ញុំហ្នឹងកាលពិតទៅខ្ញុំអាចមានលទ្ធភាពទិញ first car បានឯពេលហ្នឹងប៉ុន្តែខ្ញុំ choose not to ដោយសារខ្ញុំនៅ believe ថា I can make more ជាមួយនឹង NFT game ខ្ញុំកាលហ្នឹង portfolio ក៏ខ្ទង់$700,000ដែរប៉ុន្តែដោយសារNFT game ហ្នឹងគឺរកឲ្យខ្ញុំបានប្រចាំថ្ងៃដូចជា1600បើសិនជាខ្ញុំអត់លក់ខ្ញុំមាន spaceship ខ្ញុំមានសัตว์ខ្ញុំមានអីដែលរកលុយឲ្យរាល់ថ្ងៃមកវា harvest ចេញជាកាក់ជាអីដែលយើងអាចលក់បានប៉ុន្តែដោយសារកាក់ហ្នឹងខ្ញុំឃើញថាវាឡើងរហូតអញ្ចឹងខ្ញុំអត់លក់ទេអញ្ចឹងមុនទទួលបាន first car ហ្នឹងមុនទទួលបាន first car ប្រហែលជា8ខែជាពេលវេលាមួយដែលខ្ញុំខាតលុយអស់ប្រហែលនៅក្នុង NFT game ហ្នឹងខាតទាំងអស់សល់តែ6000ទេ so from hero មក zero ម្ដងហើយ let's not talk about as បីជើងដែលទៅ Q ទៅអីហ្នឹងលុយហ្នឹង accumulate មកខ្លាយជា20000 invest ទៅ$100,000ជាមួយនឹង meme coin ហើយ NFT ដែលសារ hype តាមគេអត់ដឹងថា no idea ថាមិនអីមិនខ្លះហើយប៉ុន្តែគេថាតិចទៀត spaceship មាននៅក្នុង meta ឯណាយើងអាចពាក់វ៉ែនតាទៅជិះ spaceship ខ្លួនឯងផង hype តាមគេតាមឯង
ពេលហ្នឹងអាកាក់ហ្នឹងដូចឈ្មោះ Eternal អា game spaceship ហ្នឹងខ្ញុំអត់ចាំដែរតែ Eternal នៅស្រុកខ្មែរក៏មានអ្នករងគ្រោះគួរសមដែរដោយសារយើងអត់លក់តែបើលក់ខ្ញុំមាន potential ចំណេញពី 20,000 ទៅ 10,000 អីបាត់ខ្ញុំអត់លក់អញ្ចឹងទៅមុននឹងទិញឡានដំបូងហ្នឹងគឺឧបសគ្គធំបំផុតហ្នឹងគឺយើងមកដល់ zero វិញហើយដល់ពេលអញ្ចឹងវានៅ hunt យើងរាល់ថ្ងៃថា we could have buy the car ហើយវាជាពេលវេលាមួយដែលពិបាកព្រោះ3ខែទៀតប្រឡងទី12ខ្ញុំប្រឡងទី12បាននិទេស B ក៏ប៉ុន្តែខ្ញុំ well prepared for និទេស A ប៉ុន្តែអាពេលដែលយើងបាត់អស់លុយអាលីងសល់តែ 6,000 ហ្នឹងហើយ not to mention 6,000 ហ្នឹងខ្ញុំ save បាន 10,000 ប្រឡងចប់ទី12ភ្លាមខ្ញុំទិញ Luna អស់ 10,000 ហ្នឹងទៀត so before our first car ហ្នឹងអស់ពីរដងប៉ុន្តែខ្ញុំគិតថាបើសិនជាអត់អស់ហ្នឹងខ្ញុំចូលក្នុងវិស័យ trade រាល់ថ្ងៃខ្ញុំប្រហែលជួបអារឿងដំបូងដែលកាលពី5ឆ្នាំមុនព្រោះខ្ញុំមកឥឡូវខ្ញុំហ៊ាននិយាយថាឥឡូវយើងរកលុយបានច្រើនដោយសារយើង risk ដែរប៉ុន្តែ risk very smart អត់ដូចមុនទេយើងដឹង when to exit ហើយយើងរកបានយើងទិញឡានថ្មីណាខ្លះប្រហែលឆ្ងល់ហ្នឹងមិនបានខ្ញុំទិញឡានឡើង3តិចខ្ញុំរកទិញថែម1 2ទៀតបើសរុបចូលទៅបើទិញ1 2ទៀតវាចូលប្រហែល$1 លានអញ្ចឹងគាត់ប្រហែលឆ្ងល់ថាមិនបានយើងចាយលុយខ្ជះខ្ជាយប៉ុន្តែឡានទាំងអស់ខ្ញុំសើទិញបាន good price we can either sell it ឬក៏យើងទុកជា asset យើងនៅក្នុងវិស័យ trade there's nothing better than earning money ហើយយើងអាច treat ខ្លួនឯងអ្វីមួយដែលល្អដូចជាការទិញផ្ទះទិញ apartment ទុកខ្លះទុកជួលអីចឹងទៅឥឡូវក៏មានចូលទៅ business អីផ្សេងតិចតួចកាហ្វេ or something like that អញ្ចឹងខ្ញុំអត់បង្កើតកំហុសលើកទី1ហើយខ្ញុំអរគុណដែរដែលយើងមានកំហុសកាលពីឆ្នាំ2021ហ្នឹងទាំងរឿង Luna ទាំងរឿង NFT ព្រោះកំហុសធំបំផុតហ្នឹងគឺយើងអត់លក់មិនមែនវាបាន scam ខ្ញុំអ្នក scam ខ្លួនឯងវិញហ្នឹងអញ្ចឹងបាត់ពិសោធន៍ដល់ពេលមុនបានឡានហ្នឹងដោយសារជួបរឿងពីរហ្នឹងហើយបានយើងរៀងពិបាកបន្តិចនៅក្នុងការដល់ឡានព្រោះអីវាដល់ប្រហែលដងហើយតែយើងអត់ទិញដែលកំហុសនេះខ្ញុំអត់ធ្វើទៀតទេឥឡូវបើសិនជាយើងគិតថា this month make good profit យើងអាចទិញឡានថ្មីបានមក treat ខ្លួនឯង childhood dream របស់យើងខ្ញុំនឹងទិញវាអ្នកដតីនៅជុំវិញខ្លួនខ្ញុំគេប្រាប់ខ្ញុំរហូតយកលុយទៅទិញដែកតែសម្រាប់ខ្ញុំ it's not like that because យើងមាន division ហើយ there's nothing to lose យើងមកពី zero បើយើង lose អីក៏យើងនឹងសល់ឡានដែរ there's nothing to lose at all បាទត្រូវflashback ទៅដែលរៀននិយាយពី export client trading ពីដំបូងទៅលើ crypto មែនទេបាទ crypto បងគិតថាជំនាន់ហ្នឹងណាគេក៏ export ទៅលើ trading តាម crypto ដែរសូម្បីតែបងផ្ទាល់ក៏នៅពេលដែលចេះ trade ដំបូងគឺជា spot trader នៅ crypto ទេបាទហើយក៏ជាជនរងគ្រោះនឹង Luna ម្នាក់ដែរបាទប៉ុន្តែ actually I made a good profit with Luna បាទបងស្គាល់កាក់ហ្នឹងតាំងពីនៅ$10ជាងបាទហើយបន្ទាប់មកយើងមើល white paper ទៅ it makes sense បើសិនជាពេលហ្នឹងគេអត់ចូលទៅ exploit ដើម្បីឲ្យ project ហ្នឹងដាំទេ still a good one បាទអញ្ចឹងក៏មើល white paper ហើយ do research invest ទៅលើវាបាទ hold តាំងពីមួយកាក់$10ជាងហើយ exit នៅ top អស់ចូល 70% ហើយបាទអញ្ចឹងសល់តែ profit ទេដែល hold ប្រហែលជា 30% នៃ balance នៃក្នុង coin Luna នេះទៅអស់បាទហើយបន្ទាប់មក re-entry វិញនៅពេលដែលវា dip សល់ត្រឹម$50កាលហ្នឹងបង exit ដូចជានៅតម្លៃខ្ទង់100ជាងបាទ100ជាងវាដូចជាកាលហ្នឹង peak វាត្រឹមតែ$120ជាងទេហ្នឹង peak អញ្ចឹងចាញ់ត្រឹមប្រហែល exit នៅ110បាទហើយបន្ទាប់មកធ្លាក់ដល់50យកអាលុយ profit ទៅទិញថែមបាទដោយយើង ignorant យើងអត់យល់ថាអូមិនបានវាអញ្ចឹងអីទេ yes you see the chart it's dip then buy the dip ពេលហ្នឹងហើយដល់បង hit នឹង reality ថាអូ trading is not like that បាទវាអត់ដូចអ្វីដែលយើង expect 100% nothing guarantee in the industry មកបាទអញ្ចឹងតាំងពីពេលហ្នឹងមកក៏បងបានគិតថា learn lesson មួយដូចនេះដែរបាទ be smart with trading មកបាទ take risk ប៉ុន្តែ make sure ថាអា risk ដែលយើង take ហ្នឹងយើងនៅ high probability of winning បាទដូចលេងល្បែងចឹងបើយើងដឹងថាយើងឈ្នះខ្ញុំទៅលេងបើយើងដឹងយើងចាញ់ដែរយើងអត់លេងបាទអញ្ចឹងបន្ទាប់ពី business លក់ prime ហើយដូចជាឃើញចូលទៅក្នុង Popmart Labubu បាទហើយពេលហ្នឹងឃើញថា sell demand ខ្លាំងមែនតើហើយតាក់ទងនឹងតុក្កតាហ្នឹងគឺថ្លៃបាទថ្លៃ how you bring it to the market ហើយពេលហ្នឹងដែរ what's on your mind បើខ្ញុំតាំងដើមគឺរឿងតុក្កតាខ្ញុំមិនសូវចូលចិត្តទេវា it's never been my passion even the energy drink ដោយសារខ្ញុំអត់ដែរបាន spot prime ហ្នឹងមុននឹងពេលខ្ញុំលក់ទេគាត់ថាមុនពេលខ្ញុំលក់ខ្ញុំធ្វើ research អញ្ចឹងសម្រាប់ទៅលើ Popmart ដូចគ្នាការហ្នឹងគឺអត់ទាន់បានស្គាល់ Popmart ជាអីឬក៏យើងជា fan នៃ Popmart ទេបើនិយាយស្មោះត្រង់ទៅប៉ុន្តែយើងឃើញថា demand នៅស្រុកខ្មែរចាប់ផ្ដើមមានហើយប៉ុន្តែខ្វះ
ខ្វះ demand ហើយលក់ថ្លៃពេកខ្ញុំឃើញprice gap ហ្នឹងគឺវាច្រើនពេលដែលខ្ញុំយកចូលមកគេលក់នៅខ្មែរដំបូងដូចជា$80ពេលដែលខ្ញុំយកចូលមក pre order ខ្ញុំគិត42ហើយបើក្នុងស្រុកខ្ញុំលក់55អាហ្នឹង first batch អញ្ចឹងគឺតម្លៃខុសគ្នាឡើង$20ហើយអាហ្នឹងខ្ញុំមើលទៅខ្ញុំគុនគូមកថាអូខេបើខ្ញុំយកមក demand នៅមានច្រើនគឺយើងអាចនឹងលក់ដាច់ដល់ពេលយកមកគឺមិនមែនត្រឹមតែលក់ដាច់ទេការហ្នឹងគឺមនុស្សមកចាំមុខហាងខ្ញុំមុនពេលព្រឹកទៀតមុនពេលខ្ញុំបើកម៉ោង9ទៀតដោយសារអីពួកគាត់ចង់បានមុនការហ្នឹងសម្រាប់តុក្កតាហ្នឹងអ្នកណាមានក្នុងដៃអ្នកហ្នឹងលុយចឹងអា trend បែបហ្នឹងគឺវាអាចថាវាត្រូវជាមួយនឹងបែបដែលការខ្ញុំរកស៊ីព្រោះយើងមាន trend ស្រាប់ we just ride the wave គឺ trend ហ្នឹងវាបន្តទៅរហូតយើងមិនចាំបាច់ធ្វើ marketing ខ្លាំងដោយសារមនុស្សគាត់ hype អីគឺគាត់ marketing ខ្លួនឯងប៉ុន្តែខ្ញុំក៏ធ្វើ marketing ខ្លួនឯងដែរដោយសារអី fake មានច្រើនចឹងគេត្រូវការទំនុកចិត្តការលក់ដំបូងជួបឧបសគ្គរឿងទំនុកចិត្តនឹងតិចដោយសារគេខ្លាចយើងយក fake មកលក់ព្រោះអីតម្លៃខុសគ្នាមួយ competitor ខ្លាំងពេកប៉ុន្តែការពិតទៅខ្ញុំឃើញ gap ហ្នឹងមិនមែនថាយើងចូលមកហ្នឹងដើម្បីបំបាក់តម្លៃរបស់ competitor យើងទេប៉ុន្តែខ្ញុំមើលមកគឺខ្ញុំអាចជួយបំពេញតម្រូវការដែលពួកគាត់អត់សូវហ៊ាន take risk ទេខ្ញុំ take risk ប្រហែលជាចាប់ដើមពេលហ្នឹងដូច20000ខ្ញុំ all in មកខ្ញុំទិញ Labubu V1 ហ្នឹងទាំងអស់បន្ទាប់មកយកមកលក់បានខ្ញុំអត់ដែរបានរាប់លុយទេអ្វីដែលខ្ញុំខ្សោយជំនាន់ហ្នឹងគឺពាក់ព័ន្ធជាមួយនឹង system ហើយ accounting អញ្ចឹងខ្ញុំលក់បែប traditional លុយគឺចូលមក ABA ខ្ញុំទាំងអស់ reinvested ទៅ Popmart ទាំងអស់ reinvested ទៅ Popmart ទាំងអស់ប៉ុន្តែ luckily for me ខ្ញុំមានមិត្តភ័ក្តិដែលជាបុគ្គលិកមួយហ្នឹងគឺគាត់ very trustworthy គាត់មិត្តភ័ក្តិខ្ញុំ13 14ឆ្នាំឯង so លុយវាអត់ដែរបាត់មករៀលមួយសេនទេហើយខ្ញុំមានបុគ្គលិកតែម្នាក់ហ្នឹងទេការហ្នឹងគ្រាន់តែយើង hack cash unboxing Labubu មួយថ្ងៃក៏ចំណាយរយៈពេល1ម៉ោងដែរគ្រាន់តែ hack cash ហ្នឹងព្រោះវាចូលឡើង120ទៅ130 package ហើយបើថាក្រុមហ៊ុនដែលដឹកជញ្ជូនឲ្យខ្ញុំវិញហ្នឹងគេឡើង amaze ហ្មងពួកអត់ដែរឃើញណាគេដែលលក់អាវ៉ាន់ retail ហើយអាវ៉ាន់ចូលរាល់ថ្ងៃហ្មងបើយើងកំងមកក៏វាខ្ទង់2អាទិត្យឯដែរបើដឹកពី Shanghai ឬក៏ដឹកពីអីមកអញ្ចឹង2អាទិត្យប៉ុន្តែអាវ៉ាន់នេះគឺចូលរាល់ថ្ងៃអត់មានតែខានហ្មងហើយយល់ខ្ញុំចាប់ផ្ដើមដោយសារខ្ញុំឃើញ demand ហើយខ្ញុំបន្តទៅទៀតដោយសារ the numbers is there មួយថ្ងៃនៅក្នុង page ខ្ញុំ1000ឆាតហើយយើង close sale បាន30ទៅ50%ចាំថាមួយថ្ងៃកាលហ្នឹងវរៈបន្ថែមកញ្ចប់ខ្ញុំចូលឡើង VVIP ដោយសារមួយថ្ងៃយើងដាក់100ជាងកញ្ចប់ទៅ200កញ្ចប់អត់ទាន់រាប់JNT ហើយក៏អត់ទាន់រាប់ Grab ដែរបើ Grab ជំនាន់ហ្នឹងសួរអង្គ PP គឺ Grab ស្គាល់ហើយបាទ Grab មកហូមមក8 9 10ម៉ូតូគឺមករហូតព្រោះអី the sales គឺអ្វីដែលខ្ញុំខុសពីហាងដទៃទៀតដែលខ្ញុំលក់ឈ្នះគឺគេបិទម៉ោង8ឲ្យបុគ្គលិកទៅផ្ទះប៉ុន្តែសម្រាប់ខ្ញុំគឺជាបុគ្គលិកអញ្ចឹងខ្ញុំលក់ដល់ម៉ោង12បងខ្លះគាត់ម៉ោង9គាត់ទិញលួងប្រពន្ធអីចឹងទៅពេលចូលផ្ទះម៉ោង9ម៉ោង10 very hot selling point ហើយលក់តម្លៃប៉ុន្មានក៏លក់បានដែរ Labubu ហ្នឹងការជំនាន់ហ្នឹងវាល្បីជាងផ្កាទៀតព្រោះអីអ្នកណាក៏ចង់បានដែរអញ្ចឹងអាចយកទៅលួងយកទៅអីចឹងទៅខ្ញុំលក់ដល់ម៉ោង12ចង់ឲ្យទៅត្រូវការគឺខ្ញុំ grab ទៅបានពេលខ្លះម៉ោង1ខ្ញុំនៅក្នុងបន្ទប់រៀបគេងឯងប៉ុន្តែយើងឃើញ the numbers ហើយគាត់ទិញយើង200ដែរអញ្ចឹងយើងចេញទៅក្រៅដាក់ grab ឲ្យគាត់វិញមានន័យថាឲ្យតែភ្ញៀវត្រូវការ we are at your service ភ្ញៀវគឺស្ដាច់អាហ្នឹងខ្ញុំប្រាប់បុគ្គលិកខ្ញុំតាំងដើមគាត់ថាយើងមិនដែលថាយើងទៅត្រគាត់អីរហូតហ្មងប៉ុន្តែអ្វីដែលគាត់និយាយគឺយើងទទួលយកដើម្បីអភិវឌ្ឍព្រោះគាត់យើងត្រូវផ្ដល់សេវាកម្មល្អឲ្យគាត់យកលុយមកឲ្យយើងអញ្ចឹងភាគច្រើនគឺយើងផ្ដល់ service ឲ្យភ្ញៀវល្អមែនតើគឺយើងលក់ដល់យប់ហ្នឹងហើយអាហ្នឹងជា winning point របស់យើងគឺលក់ដល់ម៉ោង1ហើយយើងងើបម៉ោង6បោះជូតផ្ទះហែកអវ៉ាន់ហើយយើង start early ហើយយើង end នៅក្រោយគេមានបុគ្គលិកយ៉ាងបុគ្គលិកគេត្រូវតែសម្រាប់អីប៉ុន្តែយើងជាបុគ្គលិកព្រោះក៏ខ្ញុំឲ្យបុគ្គលិកខ្ញុំសម្រាប់ដែរម៉ោង10ហ្នឹងគ្នា burn out ហើយព្រោះ reply chat 500 chat it's not that easy ពួកខ្ញុំនិយាយតែ voice message ទេបើតែ say គឺ impossible និយាយ voice message ហើយយើងដាក់ tag label ណាគេដែល reply ហើយណាគេដែល paid ហើយព្រោះភ្ញៀវបាញ់លុយមកលឿនមែនតើដោយសារទំនុកចិត្តអញ្ចឹងខ្ញុំចាប់ដើមអ្វីគឺបានទៅរលូនហ្នឹងខ្ញុំគិតថាមិនមែនមនុស្សគ្រប់គ្នាអាចធ្វើបានដោយសារយើងបាន sacrifice we sold ourselves first យើងពេលដែលខ្ញុំធ្វើស្បែកជើងខ្ញុំអត់ទាន់ប្រាប់អ្នកនរគ្នាខ្ញុំធ្វើ2ខែដំបូងរកលុយបានប្រហែលតែ$200ដោយសារអីខ្ញុំអត់និយាយប្រម៉ូទស្បែកជើងហ្នឹងខ្ញុំនិយាយពីអីគេរបៀបឆែកស្បែកជើង original របៀបអាចកំងស្បែកជើងពីអាមេរិកដោយខ្លួនឯងរបៀបមើល between Dang Low ហើយ Jordan 1 Low យីនោះបរៀនគេផ្ដល់ service ឲ្យគេដោយអត់ expect anything in return យើង sell service ឲ្យគេ free first បើពេលគេ trust យើងគឺគេនឹងមករកយើងហើយតែយើងសំខាន់មានមនុស្សម្នាក់ដែលហ៊ាន sacrifice free ហ្នឹង2-3ខែហើយ2-3ខែហ្នឹង what if it doesn't work because first video ខ្ញុំ
នៅមាននៅលើ TikTok ឯងអ្នកនរនេះអាចទៅអូមើលបាននិយាយ big boss unscripted អត់បញ្ចេញមុខឯង unscript លើទូរស័ព្ទអញ្ចឹងប៉ុន្តែសួរថាពេលហ្នឹង bot start មិនមានថ្ងៃនេះ start ដំបូងនៅ comment នៅមានគេសោចទេនៅមានproof ដោយសារខ្ញុំទុកវីដេអូទាំងអស់អញ្ចឹងគេអាចនឹងសោចយើងគេអាចនឹងអីប៉ុន្តែ look at where we at now អញ្ចឹងយើងកុំសូវគិតអីច្រើនពេលយើង start ដំបូង just keep doing it យើងខ្លួនឯង we have the vision already តែដូចខ្ញុំនិយាយចឹងអ្វីដែលខ្ញុំអាចធ្វើបានហ្នឹងដោយសារយើងបាន sold ourselves first service ឲ្យគេមុនដោយអត់មាន expect អី in return ដល់ពេលគេចាប់ផ្ដើមទុកចិត្តយើងទាំង prime ទាំង level គឺពួកគាត់បាញ់លុយមករហូតហើយខ្ញុំជួបតែភ្ញៀវស្រួលៗអីចឹងក៏ចង់ shout out ទៅកាន់ភ្ញៀវដែលគាត់បានជួយ support ទាំងអស់ដែរព្រោះកាលហ្នឹងលក់បានទាំងនៅពេញនិងខេត្តគឺច្រើនមែនតើអាហ្នឹងសម្រាប់មួយ section pop mart បាទអបាទញ្ចឹងបន្ទាប់ពី pop mart រៀងបានបន្ត business អីផ្សេងឬក៏រៀងមាន struggle អី on the way អីខ្លះដែរអត់ក៏បន្ទាប់ពីឥឡូវនិយាយបន្ទាប់ពី prime សិនបន្ទាប់ពី prime ខ្ញុំ struggle ដោយសារពេលដែលខ្ញុំលក់ prime ហ្នឹងខ្ញុំហ៊ាននិយាយថាចំណូលខ្ញុំខ្លាំងចំណូលខ្ពស់មែនតើដល់ពេលឈប់លក់ prime ខ្ញុំចង់ fall into depression ដោយសារមកលក់ស្បែកជើងវិញ we're not used to it the profit are slow យើងចោលគ្នា6ខែអញ្ចឹងភ្ញៀវរត់ទៅហាងផ្សេងខ្លះអីខ្លះខ្ញុំឲ្យបុគ្គលិកខ្ញុំនៅកាន់ service អត់ដូចខ្ញុំទេរបៀបនៃការខ្ញុំនិយាយមួយភ្ញៀវគឺផ្សេងយើង very convincing យើងយល់ពីយើងជាអ្នកស្រឡាញ់ស្បែកជើងអញ្ចឹងយើងមិនមែនបញ្យល់ថាអូបងស្បែកជើងនេះពណ៌អញ្ចេះអីអញ្ចេះយើងបញ្យល់ពី cushion របស់វាបញ្យល់ពី material របស់វា talk about its history មិនបានបងគួរទិញ Jordan and not Dunks មិនបានបងគួរទិញអានេះពណ៌នេះ history វាមិនពណ៌ Chicago មិនពណ៌ Bradto មិន goes back to 1985ហ្នឹងមិនអីមិនបុគ្គលិកគឺគាត់ដឹងតែឆែកតម្លៃដាក់តម្លៃឲ្យភ្ញៀវអូខេភ្ញៀវថាអត់ស្រឡាញ់ពណ៌ហ្នឹងគាត់ថា thank you បងគាត់មិនមែនរកពណ៌ផ្សេងដូចខ្ញុំរកឲ្យគេណាខ្ញុំចំណាយពេលទៅរកពណ៌ផ្សេងថាអូបងចុះបងមើលអានេះមើល alternative បងអាចមើលអានេះបុគ្គលិកខ្ញុំតែឆែកពណ៌ហ្នឹងអត់មានគឺ end of conversation បើខ្ញុំទៅរកផ្សេងដែលស្តៀងហ្នឹងឬក៏ mode អីផ្សេងដែលអាចជួយ convince គាត់ព្រោះយើងលក់ price ល្អហើយ how can we lose គឺដោយសារ service គឺបុគ្គលិកដោយសារពួកគាត់not hungry enough for success ដូចយើងជាមេអញ្ចឹងយើងត្រូវតែនៅមើលទៅលើអញ្ចឹងការខ្ញុំប្រឡែង6ខែអញ្ចឹងចំណូលស្បែកជើងធ្លាក់ពេលខ្ញុំបែរមកវិញយើងធ្លាប់ទៅរកលុយបានច្រើនបើអ្នកធ្លាប់រកលុយបានច្រើនប្រកាសជាយល់លេខពេលដែលយើងរកបានហើយមកមួយរយៈវាដូចស្បើយវិញអញ្ចឹងអាហ្នឹងគឺពិបាកធ្វើចិត្តមែនតើតែពិតទៅខ្ញុំនៅរកបាន a great amount នេះប៉ុន្តែអាចក្នុងបេះដូងខ្ញុំហ្នឹងវា accept យកបានដោយសារ it's too sudden យើងអត់មានធ្វើអីខុសទេសុក prime វាឡើង hype ខ្លួនឯងវាលក់ឡើងដាច់ Takis no demand chocolate Mr Beast no demand ឲ្យយើងធ្វើម៉េចយើងអាចទៅចាប់បខំភ្ញៀវឲ្យមាន demand វិញទេយើងត្រូវ follow the market that's when I exit ប៉ុន្តែពេល exit ហើយក៏ជួបបញ្ហាថាធ្លាប់រកចំណូលបានច្រើនតែបែរជាឥឡូវមកធ្លាក់វិញហើយអាស្បែកជើងដែលធ្លាប់ធ្វើបានពីមុនមួយឆ្នាំហ្នឹងក៏ធ្លាក់ទៀតដោយសារយើងចោលវា6ខែហើយអញ្ចឹងយើងអត់ expect ឲ្យវា recover ភ្លាមៗទេបាទខ្ញុំបកតែធ្វើស្បែកជើងប្រហែលខែសិនមុនស្គាល់ Labubu ប៉ុន្តែ every day ខ្ញុំ go out new businessman អីផ្សេងគឺ back people for opportunities ខ្ញុំអត់ចង់បានភាគរយឬអត់ចង់បានអីតែចង់សុំគេធ្វើជា manager មិនបាច់ខ្ញុំចង់ធ្វើ manager រហូតដោយសារយើងអាច oversee អា business ពីលើហ្នឹងបានអញ្ចឹងខ្ញុំអត់ទាន់មានសមត្ថភាពបើករោងចក្រឬក៏បើក ម៉ាតបើកអីខ្លួនឯងទេ best I can do is យកកម្លាំងទៅដូរជាមួយនឹងអ្វីដែល experience ហ្នឹងពេលហ្នឹងខ្ញុំប្រាប់ពួកគាត់ថា salary ប្រហែលក៏បានដែរដោយសារខ្ញុំមានហាង sneakers ខ្ញុំហីអញ្ចឹងមិនមែនថាខ្ញុំធ្វើការចង់បាន free ហ្មងទេខ្ញុំមានហាងស្បែកជើងខ្ញុំហើយក៏ពិតទៅចំណូលវាបានគួរសមដែរប្រហែលពាន់ដែរកាលហ្នឹងអញ្ចឹងខ្ញុំចង់ go out ហើយអូខេ manager ក្រុមហ៊ុន G ក៏បានក្រុមហ៊ុនលក់ឡានក៏បានអីក៏បានដែរព្រោះ everything can learn ហើយខ្ញុំប្រាប់ថា language មួយដែលអាចប្រើសម្រាប់គ្រប់ business is sales the power of sales if you know how to sell you already win អាហ្នឹង business ណាក៏ត្រូវការ sales ដែរហើយខ្ញុំ pretty sure ថា businessman ឬក៏ businesswoman ណាក៏ agree ដែរថា no matter how good the business or the plan is បើអត់មាន marketing and sale អត់មានចរន្តលុយហ្នឹងបងមិនងាប់បានលុយណា pay staff យើងអាចគិតថាអូយើងចង់ Q1 ចេះ Q2 ចេះ but if Q1 doesn't make sales then it's done អាហ្នឹងគេប្រៀបធៀបដែរក្នុង business side បាទ sales and marketing ដើរតួដូចជាឪបាទ operation អីផ្សេងដើរតួដូចជាម៉ែអញ្ចឹងក្នុងករណីឥឡូវយើងនិយាយថាជា family ធម្មតាចុះឪពុកចេញធ្វើការដើម្បីរកលុយមកចិញ្ចឹមនៅផ្ទះហើយប្រពន្ធមានតួនាទី take care family and everything prepared for him អីចឹងទៅអញ្ចឹងបើសិនជាឪពុកនឹងអត់ប្រកែរកលុយទេ it's gonna ruin the family បាទ so វាដូច business ចឹងបាទ
ចឹងបើសិនជាឲ្យអត់បកកាយ marketing ដូចដែលរៀនបានលើកឡើងមកអញ្ចឹង បាទ business អត់បកកាយ marketing គឺស្មើនឹងអត់មាន sale បាទ អញ្ចឹងនៅពេលដែលអត់មាន sale everything is អាលី បាទ ដូចអំបិលអញ្ចឹងកន្លែងហ្នឹងត្រូវខ្ញុំ បាទ ខ្ញុំ agree ដែរអញ្ចឹងយើងអត់មាន struggle អីផ្សេងក្រៅតែពីអា psychology បើនិយាយមិញអត់មានអីដែលដូចជាកំហុសដែលយើង learn ពី mistake អីដែរមែនទេវាគាត់តែជា psychology មួយ plate ដែលនៅពេលដែលយើងធ្លាក់ចំណូល ក៏ប៉ុន្តែមាន mistake ដែរបើនិយាយពីចំនួន Labubu ហើយដោយសារការចំនួន Labubu ហ្នឹងខ្ញុំអត់ដឹងមិនទេ out of a sudden ខ្ញុំចាប់ផ្ដើមចាយច្រើនដោយសារចំណូលវារកបានច្រើនដែលខ្ញុំអត់ដែរប៉ះលុយច្រើនដល់ពីមុនអញ្ចឹងមនុស្សយើង sometimes we can make some mistakes ពេលដែលអត់ដែរប៉ះលុយច្រើនហើយយើងសុកយើងមានលុយច្រើន that's the most dangerous ពេលមិនមែនពេលដែលយើងអត់លុយតែពេលដែលយើងមានលុយច្រើនហើយតើមនុស្សយើងផ្លាស់ប្ដូរទៅជាម៉េចអញ្ចឹងការហ្នឹងខ្ញុំផ្លាស់ប្ដូរខ្ញុំមិនមែនកើតកតោមឬក៏ឆ្លើយដល់ណាគេប៉ុន្តែយើងចាប់ផ្ដើមចាយច្រើនមែនតើអញ្ចឹងមួយថ្ងៃគឺខ្ញុំចាយទៅលើ hot pot $100ខ្ញុំញ៉ាំនៅកោះពេជ្រខាងហ្នឹងដូចជាឈ្មោះជ្រុំមកព្រោះអញ្ចឹងញ៉ាំហ្នឹងរយយប់ម៉ោងមិន10យប់គឺទៅញ៉ាំហ្នឹងមានគេរៀបឲ្យស្រាប់ហ្មងគេដឹងទឹកស៊ុបដឹងទឹកជ្រលក់ដឹងថាខ្ញុំត្រូវញ៉ាំសាច់ណាគេរៀបទុកឲ្យស្រាប់អញ្ចឹងគឺដឹងតែកន្លែងហ្នឹងមួយខែ $3000 ហ្នឹង $3000 ហើយចុះនៅពេលផឹកនៅអីការហ្នឹងយើងចាប់ផ្ដើមចាយរៀងច្រើនប៉ុន្តែដោយសារចំណូលយើងអាចទុកបាន so lucky for me ខ្ញុំអត់បាន fall into financial crisis ឬក៏អីទេប៉ុន្តែខ្ញុំចាយចូលប្រហែល$10000ថាចំនួនហ្នឹងគឺចាយច្រើនហើយកបោកចាប់ផ្ដើមទិញនេះអីទិញនោះមកប្រាយហ្នឹងគឺយើងអាចថាចាយអស់ប្រហែលជា maybe $7-50000ក្នុងរយៈពេល6ខែប៉ុន្តែដោយសារចំណូលយើងខ្លាំងអញ្ចឹងទៅសល់ but ដូចខ្ញុំប្រាប់អញ្ចឹងពេលដែលយើងអត់ដែរមានអាប៉ះអាលុយច្រើនហ្នឹងយើងចាប់ផ្ដើមរកលុយបានច្រើនមកប្រាយហ្នឹងហ្នឹងគឺជាពេលដែលយើងត្រូវសិក្សាជាមួយខ្លួនឯងឲ្យបានកាន់តែជ្រៅមកឲ្យដឹងថាខ្លួនឯងអា toxic trait យើងមែនតើហ្នឹងតើយើងបែបម៉េចអញ្ចឹងខ្ញុំក៏បានរៀនសូត្រពីចំណុចពេលដែលចប់ពី Labubu ហ្នឹងខ្ញុំ reflect មើលវិញថាwhat kind of person have I become ពេលដែលយើងរកលុយចាប់ផ្ដើមរកលុយបានច្រើនពេលហ្នឹងយើងទិញ McLaren ហើយក៏យើងចាប់ផ្ដើមដើរចាយវាខ្លាំងពេកព្រោះបើសិនជារាល់ថ្ងៃ expense ខ្ញុំអាចហ៊ាននិយាយថាមួយខែយកអត់ទាន់គិតបុគ្គលិកគិតអីយើងនិយាយតែសម្រាប់ផ្ទាល់ខ្លួន personal expense ទាំងចាក់សាំងទាំងអីថា around 1000ចុះ which is ល្មមសម្រាប់ចំណូលប៉ុនខ្ញុំ probably like couple percent ទេអញ្ចឹងខ្ញុំគិតថាវាអាចទទួលយកបានយើងគិតសម្រាប់ personal expense របស់យើងប៉ុន្តែការនោះគឺយើងចាយច្រើនវាចូលប្រហែល 30-40% អីមិនដឹង 50% ក៏ដឹងបាទកន្លែងហ្នឹងរៀង interesting តើពេលណាដែលយើងរៀង zoom out ខ្លួនឯងថាអូខ្ញុំ realize ថាខ្ញុំធ្វើអានេះខុសហើយពេលណាពេលដែលខ្ញុំចាប់រកលុយលេងបានបាទហ្នឹងមនុស្សភាគច្រើនគឺ realize នៅពេលហ្នឹង you realize when it's a bit too late ហើយការហ្នឹងគឺខ្ញុំ realize នៅពេលដែលថាជុំថ្ងៃខ្លះលក់បាន sales 10000 20000 5000យើងអត់ទាន់គិត gross profit ទេគិត just sales ប៉ុន្តែដល់ពេលរកហើយមិនបានលុយសល់តែប៉ុណ្ណេះអញ្ចឹងវាដូចរៀងប្លែកព្រោះកាលហ្នឹងខ្ញុំស្រឡាញ់ Lamborghini Huracan ហ្នឹងហើយប៉ុន្តែលក់ Labubu ចប់ភ្លាមយើងមានលុយគ្រប់ទិញឯងប៉ុន្តែទិញហើយវាអត់មាន fund ដែលយើងទុកទៅរកស៊ីអីផ្សេងទៀតអញ្ចឹងវារៀងឆ្ងល់ថាជុំមានអារម្មណ៍ថារកបានច្រើនប៉ុន្តែបាត់ប្រហែលជា 25-30% ទៅណាក៏ចាប់ផ្ដើម reflect មើលដល់ពេលហើយបានឃើញ APA ពេលអស់វិញព្រោះការជំនាន់ហ្នឹងពេលដែលហាងយើងវា hectic ពេកយើងរកលុយបានច្រើនពេក$50-100សម្រាប់យើងគឺយើងអត់បានគិតអីច្រើនទេគឺ scan QR pay ហើយសម័យឥឡូវ online គេដឹក Grab មកអូបងបើឲ្យកំងអានេះពឹបបើឲ្យកំងអានោះពឹបអញ្ចឹងគឺលឿនមែនតើអញ្ចឹងទៅក៏ចាប់ផ្ដើម reflect មើលថាអូខ្លួនឯងគឺចាយបែបរៀងប្រហើនតិចអញ្ចឹងត្រូវទាញខ្លួនឯងមកវិញអញ្ចឹងគឺខ្ញុំគិតថារាល់កំហុសដែលយើងបានសាងមួយ step វាជួយឲ្យខ្ញុំកាន់តែខ្លាំងទៅនៅពេលបច្ចុប្បន្ននេះព្រោះពេលបច្ចុប្បន្នយើងចាប់ផ្ដើមរកបានច្រើនជាងមុនទៀតឥឡូវប៉ុន្តែការចំណាយយើងបែរជាតិចជាងមុនឆ្ងាយវិញដោយសារយើងបានរៀនទៅហើយយើងបានជួបអាការលូនណាយើងបានជួបអាការអស់ពីខ្លួនមុនទិញឡានអញ្ចឹងខ្ញុំគិតថាបើសម្រាប់ខ្ញុំអរគុណទេទៅលើវាច្រើនម៉ឺនដែរ lesson ហ្នឹងប៉ុន្តែ is very great lesson because now អ្នកឯងចង់កុហកខ្ញុំពីកាក់ខ្ញុំអត់គិតទេអ្នកឯងចង់ហៅខ្ញុំទិញ 100x ក៏ខ្ញុំអត់ហេតុអ្នកឯងចង់ដូចថានាំខ្ញុំដើរលេងចាយឬ club អីច្រើនក៏ខ្ញុំអត់ហេតុជាមួយព្រោះខ្ញុំធ្លាប់ឆ្លងកាត់ phase ហ្នឹងហើយខ្ញុំអត់ដែរដើរទៅ club ទេប៉ុន្តែខ្ញុំដើរចាយលុយបែបផ្សេងញ៉ាំអីឬអីច្រើនភាគច្រើនអញ្ចឹងទៅយើងបាន experience មកហើយយើងប្រយ័ត្នជាងមុនយើងដឹងថាយើងគួរធ្វើមិនអញ្ចឹងខ្ញុំគិតថាវាជា valuable lesson សម្រាប់ខ្ញុំអត់គិតថាវាជា mistake ទេសម្រាប់ខ្ញុំគិតថាវាជា great lesson ចាស់ Yeah បាទព្រោះអាទាំងអស់ហ្នឹងវាអត់មានបរៀនក្នុងសភៅទេបាទហើយ you will never find in school so
វាមានតែយើងធ្វើយើងជួបហើយយើង reflect អ្វីដែលបងឃើញធ្វើល្អហ្នឹងគឺត្រង់យើង refine ថាអូខេកំហុសយើងអញ្ចេះ បាទ អញ្ចឹងយើងព្យាយាមធ្វើម៉េចដោះស្រាយខ្លួនឯងពីកំហុសហ្នឹងបានល្អមែនតើ បាទ អញ្ចឹងបន្ទាប់ពី pop mart ហើយក៏ឈានជើងទៅដល់ trading right បាទ ក្នុង trading what click you in trading ពីព្រោះយើងមាន bad experience ហើយពីមុនជាមួយនឹង cryptocurrency មែនទេ បាទ why you decide to come at it again សម្រាប់ trading ហ្នឹងខ្ញុំហ៊ាននិយាយថាពេលហ្នឹងបើសិនជាអត់ស្គាល់ forex trading ក៏ខ្ញុំអត់ចូលមកវិញដែរព្រោះពីមុនខ្ញុំអត់សូវស្គាល់ពី forex trading ប្រហែលទេខ្ញុំធ្លាប់តែឮគេនិយាយប៉ុន្តែខ្ញុំអត់ដែរ deep down ខ្លួនឯងចូលទៅក្នុង forex ឬក៏អីចឹងទេខ្ញុំចាប់អារម្មណ៍នៅពេលដែលខ្ញុំឃើញគេ trade មាសហើយខ្ញុំពេលហ្នឹងគឺឮ everybody start talking about gold មិនថាម៉ាក់យាយខ្ញុំម៉ាក់ខ្ញុំមីងខ្ញុំអីផ្សេង gold which is physical asset មួយហើយសម្រាប់ខ្ញុំ there's no hate for crypto ដោយសារខ្ញុំក៏ធ្លាប់ make លុយក្នុងហ្នឹងខ្ញុំក៏មាន bad experience ក្នុងហ្នឹង but I still believe in blockchain technology គាត់ថា it's not for me feel ហ្នឹងគឺមិនមែនសម្រាប់ខ្ញុំในការទិញ Shiba ទិញ XRP or whatever boom ធ្វើអ្នកមានវា it might not be my chance អញ្ចឹងសម្រាប់ខ្ញុំផ្ទាល់ខ្ញុំឃើញ gold វាអាចនឹងគេទោះបីតែមាននៅក្នុងទូរស័ព្ទតែគេអាចកុហកខ្ញុំបានទេព្រោះតម្លៃនៅអូឡ িম্প ិកមួយតម្លៃនៅក្នុងទូរស័ព្ទมันខុសគ្នាប្រហែលទេអញ្ចឹង it gotta be real បើសិនជានៅក្នុងទូរស័ព្ទវា scam ខ្ញុំវាកុហកខ្ញុំអញ្ចឹងដល់ scam អ្នកអូឡ িম্প ិកដែរ scam ម៉ាក់យាយខ្ញុំ scam ម៉ាក់ខ្ញុំ which is impossible because it follows the global price ហើយខ្ញុំគិតពី market cap វាខ្ញុំឃើញឡើងប្រហែល trillion អញ្ចឹង you want to manipulate gold you need more money than crypto នៅក្នុង meme coin ខ្លះ you got 5 million 10 million you can move the meme coin ដោយសារ market cap វាប្រហែល 100M ហ្នឹង 50M ហ្នឹង but in gold ដើម្បី move market បានមួយមិនមែនជារឿងចៃដន្យទេដែលអ្នកខ្លះឃើញបើឯងមើលអត់ដឹងបើខ្ញុំសុកធ្លាក់200លេខវាអត់មែនសុកទេបាទនៅពីក្រោយហ្នឹងវាមាន big play ច្រើនអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមធ្វើ research ពី gold ហើយខ្ញុំ give it another shot ដោយសារមិនមែនយើង start មក0ហ្មងទេពេលដែលខ្ញុំ start ចូលក្នុង forex ប្រហែលជាមួយឆ្នាំជាង2ឆ្នាំមុនយើងមាន experience ជាមួយនឹង trading បាត់ហើយយើងដឹងថាអីជា leverage margin យើងយល់ខ្លះហើយ support demand យើងធ្លាប់យកទៅប្រើ trade នៅក្នុង crypto ហើយយើងយល់ថាសម្រាប់ពេលដែលចូលមកមាសវិញយើងទៅ study ដូចថាវាមានកត្តាច្រើនជាង crypto ដូចថា follow កត្តាព័ត៌មានច្រើនមាន follow ពាក់ព័ន្ធមួយពេលណាប្រេងឡើងមាសឡើង or something ហើយចាស់គាត់ចែកម្លេចបាត់ពិសោធន៍មកខ្លះទៀតអញ្ចឹងបាទខ្ញុំជ្រើសរើសថាអូខេពេលដែលខ្ញុំចូលមក forex គឺខ្ញុំ stick តែមួយ pair ទេគឺធ្វើម៉េច master អា pair ហ្នឹងឲ្យបានគឺ XAUUSD គឺ goal ព្រោះថ្ងៃណាគេសួរខ្ញុំ trade នេះមួយរយៈនេះចុងក្រោយគេ trending silver trending oil ឯដែរប៉ុន្តែខ្ញុំអត់ដែរប៉ះទេគឺធ្វើតែ goal មួយធ្វើម៉េច master ហើយយល់ចិត្តវាឲ្យបានឲ្យដឹងថាខែណាដែលភាគច្រើនវាឡើងចុះហើយព័ត៌មានណាដែលអាច affect វាខ្លះហើយពេលដែល Trump administration ឡើងមកគាត់ការធ្វើនយោបាយគាត់បាច់មិនព្រោះខ្ញុំរៀនខាង IR អញ្ចឹងយើងរៀនពីព័ត៌មានរៀនពីអីដែរដែលយើងយល់យើងមិនយល់យកមកប្រើនៅក្នុង trading បានទាំងអស់ហើយប៉ុន្តែវាជួយបានច្រើនដែរការដែលខ្ញុំចាប់ផ្ដើម trading ដំបូងហ្នឹងយើងរៀនព័ត៌មាននៅក្នុងថ្នាក់រហូតឬយើងរៀនពីគោលនយោបាយ Trump administration ពេលដែលឡើងមកគាត់ជាមនុស្សបែបម៉េចអីម៉េចយើងរៀននៅ AUVP ហ្នឹងដែរអញ្ចឹងគឺយើងយកវា combine ចូលគ្នាហើយខ្ញុំគិតថា gold will make sense because វាជា global asset អញ្ចឹងបានខ្ញុំថា okay I'll give it another shot with gold and yeah it kind of works out ហើយសំខាន់គឺមានកាប់ទៅមិនមែនអត់ជួបរឿងអាក្រក់ទេពេលចូលមក trade gold នេះប៉ុន្តែយើង a bit smarter ជាងមុនជាងអាការ2020 2021អញ្ចឹងយើងអត់ដែរអស់គូតខោម្ដងទៀតទេប៉ុន្តែយើងអស់ខ្លះដែរបាទយើងមិនអត់ដែរអស់ហើយ impossible ដល់ខាតលើកនេះអត់អស់គូតខោប៉ុន្តែលហែកបាទខោលហែកអាចដេបានលហែកអាចដេបាន actually ខ្ញុំគិតថា topic ហ្នឹងវា trending មែនតើសម្រាប់អាចថានៅក្នុងស្រុកយើងសពថ្ងៃបាទមើលទៅនេះក៏ឃើញ trader មើលទៅនោះក៏ឃើញ trader អញ្ចឹងខ្ញុំគិតថារិចក៏ទទួលបាន negativity ពីវិស័យហ្នឹងដែរពេលដែលយើងឈានចូលដំបូងបាទ how you deal with it ហើយរៀងជួបអីខ្លះពីដំបូងបាទយល់បើនិយាយពីយើងខ្លួនឯងបើសិនជាយើងជាអ្នក trade negativity វាមានតែ against ខ្លួនឯងតែបើយើងនិយាយជា content creator of course វាមានអ្នក hate ថាអូខេយើងចូលមកយើងចង់ដូចថាបោកប្រាស់លុយគេឬក៏ណែនាំគេឲ្យធ្លាក់ទឹកឬក៏អីកាប់ទៅដំបូងក៏ខ្ញុំធ្លាប់គិតដែររឿងបើក course ដែលយើងធ្លាប់បានធ្វើមកតែម្ដងគាត់ទេហើយឃើញថាវាជោគជ័យដែរ mostly សិស្សរាល់ថ្ងៃគឺគាត់នៅ
ដែលពេលហ្នឹងរៀនមួយខ្ញុំមួយបងស្រីហ្នឹងគឺគាត់នៅតែនៅក្នុង group នៅតែ interact still some making profit some making loss ពួកគាត់នៅតែអាចដំណើរការទៅមុខបានទេប៉ុន្តែយើងសម្រាប់ចិត្តថាឈប់ដោយសារ because ពេលដែលយើងចង់ចែកម្លែកឯងក៏ប៉ុន្តែពេលហ្នឹងខ្ញុំគិតថាតម្លៃនៃ course ហ្នឹងវាខ្ទង់350ខ្ញុំគិតថាវាបើយើង compare ជាមួយនឹង international គឺធូរមែនតើប៉ុន្តែដោយសារ we get too many negative thoughts ក៏ដូចជាមានរឿងមួយចំនួនដែលគេនិយាយមកដូចថាយើងអត់សូវសប្បាយចិត្តយើងចង់ចែកម្លែកទេអញ្ចឹងក៏យើងសម្រេចចិត្តថាអូខេអា paid course ហ្នឹងគឺយើងឈប់ធ្វើហើយយើងនឹងធ្វើជា free course យើងនឹងចែកម្លែកអ្វីដែលយើងអាចធ្វើបានតែក៏ប៉ុន្តែវាអត់បាន detail ដូចអា paid course នោះព្រោះអ្វីដែលអ្នកនរគ្នា pay មកយើងត្រូវចែកជា team and ពេលវេលាពួកគាត់ដែលដាក់ចិត្តដាក់កាយដាក់បេះដូងបរៀនហ្នឹងក៏យើងចំណាយពេលវេលាយើងដែរហើយយើងពួកគាត់ធ្លាប់រៀនពីមុនច្រើនដែរហើយអញ្ចឹងទៅក៏យើងសម្រេចចិត្តថាឈប់វិញព្រោះដោយសារអីវាមាន negative thoughts វាមានមតិមួយចំនួនដែលពួកគាត់គិតថាយើងលក់មេរៀនដើម្បីធ្វើអ្នកមានឬក៏ដើម្បីរកលុយពីពួកគាត់អីចឹងទៅបានរងថ្ងៃសម្រាប់ខ្ញុំផ្ទាល់ហ្មងឥឡូវកាន់លុយរបស់អ្នកដតីក៏អត់មាន funds គឺអត់ដែរយកលុយអ្នកដតី trade ទេហើយក៏យកមានលក់ cost លក់អីទៅដែរយល់ធ្វើអ្វីបានចែកម្លែកអ្វីបានធ្វើតាមនឹងដោយសារបើសិនជា most people គិតតែដូចថាឧទាហរណ៍ឥឡូវនិយាយចាស់អ្នកដែល register ក្រុម referral បើសិនជាអត់ register គឺចូលទៅកាន់ក្រុមហ៊ុនផ្ទាល់ទាំងអស់បើសិនជា register ជាមួយនឹងអ្នកដែលចង់ចែកម្លែកពួកគាត់អាចឲ្យជា indicator អាចឲ្យជាមេរៀនអាចឲ្យជាយោបល់អាចចូល community បាន interact មួយគ្នាអាច trade ជុំគ្នាដើម្បីកុំឲ្យដូចថានៅក្នុង trade បើយើង trade តែឯងគឺអត់កើតទេ It's boring game ជួយទុកណាគេ It's a boring game It's boring and dangerous Yeah I know អត់មានណាជួយទុកណាទេបាទតើ psychology hit ទៅអីចេះ set back យក set តាមអីអញ្ចឹងត្រូវតែមានគ្នាអញ្ចឹងទៅពួកគាត់គិតតែថាយើងតែងតែទាញផលប្រយោជន៍ពីគាត់ច្រើនអញ្ចឹងទៅក៏ខ្ញុំសម្រេចចិត្តថាអូខេខ្ញុំឈប់ធ្វើអ្វីដែល paid ទេអ្វីទាំងអស់គឺ free អ្នកដែលគាត់ចង់ join for sure ប៉ុន្តែបើអ្នកអត់ចង់ join ទេក៏យើងអត់អូសទាញដែរអាហ្នឹងសម្រាប់ផ្នែក content side បើសម្រាប់ជា trade negativity យើងពេលខ្លះយើងឃើញដែរដោយសារដូចថាពេលដែលខ្ញុំឃើញគេ advertise ដំបូងមុនខ្ញុំចូលមកឃើញថាវារៀងមើលទៅស្រួលពេលដែលខ្ញុំប្រឡូកខ្លួនឯង experience ខ្ញុំផ្ទាល់វារៀងស្រួលជាង crypto ដោយសារនៅក្នុង futures វាគុណ100គុណ50គុណអីផ្សេងវាច្រើនហើយវារៀងមានភាពស្មុគស្មាញបន្តិចសម្រាប់ខ្ញុំនៅណាមានតែ spread ទេអញ្ចឹងឲ្យតែយើងចូលចំណេញចេញ Q ទៅគឺយើង close ដឹងតែ profit ឯង no more fees បើសិនជាយើងប្រើ account ធម្មតាអត់ប្រើ account commission អញ្ចឹងនៅណាសម្រាប់ខ្ញុំគឺចាប់ដើមទៅក៏វាឃើញថាល្អជាងមុន psychology យើងក៏គ្រាន់បើជាងមុនណាមួយឥឡូវយើងជីដល់ Lambo ឯងយើងអាចទៅធ្វើរឿងអាឡិអឡក់ដូចឆ្នាំ2020បានទេមានន័យថា all in ឲ្យធ្លាក់ខ្លួនឲ្យគេមើលងាយគេស្អប់រាល់ថ្ងៃវាបានកតាទាំងអស់នោះជួយ keep ខ្ញុំ go up ដែរដោយសារឥឡូវយើងជាមនុស្សមហាជនយើងជាបុគ្គលម្នាក់ដែលគេ look up to ហើយបើយើងចែកម្លែកគេឲ្យជោគជ័យបើយើងធ្វើខ្លួនឯងបរាជ័យវាអាចនឹងពិបាកដែរអូខេអញ្ចឹងតើរាជបានជួបបញ្ហាអីដែលគិតថាពិបាកមែនតើនៅក្នុងការ trade ហ្នឹងខ្លួនឯង personal ផ្ទាល់ហើយដែលយើងគិតថាយើងអាចនឹងគិតថាយើងជាមេរៀនមួយអាចចែកម្លែកដល់ពួកគាត់ដែរអញ្ចឹងពេលដែលខ្ញុំចូលមកហ្នឹងខ្ញុំជួបបញ្ហាមួយពេលដែលខ្ញុំចាប់ផ្ដើមរកលុយបាននៅក្នុង trading ហ្នឹងគឺខ្ញុំចាប់ផ្ដើម treat អ្វីគ្រប់យ៉ាងនៅក្រៅហ្នឹងមានអារម្មណ៍ថាវាថោកវាដូចថាវាធូរថ្លៃពេកដោយសារខ្ញុំ trade 0.5 lot ទៅ1 lot អញ្ចឹងមួយលេខ I can make $100 ហើយការចំនួនហ្នឹងគឺខ្ញុំ treat everything ជា lot ឧទាហរណ៍ខ្ញុំទៅ pay មិត្តភក្តិញ៉ាំអី100អញ្ចឹងថាមួយលេខទេទៅសម្រាប់ pay មួយ100ចូល1 lot ពឹបចំណេញមួយលេខបិទដកលុយ ABA pay ឬក៏ចង់ដូរគ្រឿងឡានឬចង់អីអានេះ5លេខទេអានេះ3លេខយូរទៅចាប់ផ្ដើម2 lot 3 lot អញ្ចឹងគឺចាប់ផ្ដើមមើលងាយលុយអាហ្នឹងជាកំហុសធំបំផុតហ្មងព្រោះ every dollar is count នៅក្នុង business ហើយខ្ញុំចាប់ផ្ដើម make it work ហ្នឹងពេលដែលខ្ញុំ turn វាពី side hustle មកជា business អញ្ចឹងឥឡូវវាជា business model មួយដែលយើងត្រូវឥឡូវខ្ញុំ invest បានដាក់ចូលនៅក្នុង account trade ខ្ញុំ 20000 so ខ្ញុំគិតមើលបើខ្ញុំធ្វើមួយអាទិត្យបានប៉ុណ្ណេះ ROI មិនហើយគួរ take risk មិនញ៉ៃព័ត៌មានយើងអត់ trade ឬក៏ញ៉ៃណាអាទិត្យណាដែលយើងចំណេញហើយយើងគិតថាយើងងាកទៅមើល business ផ្សេងបើយើងដាក់ចូល 20000 មួយខែអាចរកបានកាហ្វេរកបាន 1000 trading បើធ្វើបាន 2000 ហើយ why am I not happy ដាក់ 20000 អាទិត្យនោះមួយអាទិត្យបាន 10000 បាន 30000 ហ៎អាហ្នឹងខ្ញុំនៅសួរខ្លួនឯងថានេះអាមកតិចហើយអើយឃើញដោយសារយើងឃើញគេផងឃើញគេចំណេញច្រើនផងអ្នកខ្លះគាត់ដាក់ 20000 ស្មើខ្ញុំដែរលេងគាត់បាន20000យើងមិនចង់បានមិនយើងចង់ទិញឡានថ្មីដែរនិយាយទៅ agree ចំណុចហ្នឹងបាទ
នៅពេលដែលចាប់ផ្ដើមឈានចូលវិស័យ trade និយាយអាចនិយាយសួរទៅដល់ទៅខូចខួរ បាទហ្នឹង ចាប់ផ្ដើមឃើញលុយឥឡូវយើងនិយាយចេះ បាទ $10-20 បាទ យើងហ៊ានឲ្យ hit SL ដូចជារឿងធម្មតាមែនទេ បាទ actually in the real world $10-20 can be ជាប្រាក់ខែគេធ្វើការមួយថ្ងៃ yes ហើយទទួលបានតែប៉ុណ្្នឹងទេ បាទ ប៉ុន្តែចំពោះយើង treat it like nothing ណា បាទ អញ្ចឹងបានអាកន្លែងហ្នឹង dangerous បាទ that's when you get treat trading ហ្នឹង not like a business វា dangerous អាកន្លែងចំណុចហ្នឹងអញ្ចឹងកន្លែងនេះក៏ជាសារសំខាន់មួយដែរដល់អ្នកស្ដាប់ បាទ treat trading like a business បាទ វាបើយើងគិតពី ROI ដូចបាននិយាយមកអញ្ចឹងច្រើនមែនតើ បាទ ខ្ញុំជឿថាឥឡូវមានលុយ 5,000 បាទ ហើយនិយាយស្រួលណាស់មានលុយ 5,000 យកទៅបើកហាងកាហ្វេមួយបានលក់តាមចាំផ្លូវឯងហើយ not guarantee ថាយើងអាចនឹងមានអ្នកមកទិញ diverse កម្លាំងយើងហើយនឹងចំណេញទៀត បាទ គ្រឿងអាចហូត delay របស់ទឹកទិញយកមក stock ទុក like at least you invest let's say មាន 5,000 យ៉ាងតិចក៏ត្រូវការចាយ 4,000 មុនដែរ បាទ ដើម្បី run business ហ្នឹងទុក 1,000 back up ហើយ but in trading បើយើងយល់ឲ្យច្បាស់យើងអាចបាយ portfolio បានហើយចាយលុយតិចមែនតើ បាទ 5,000 យក 500 ទៅ trade ក្នុងមួយសប្តាហ៍បានពី 300 you end up with the small amount of portfolio ប៉ុន្តែអាច generate ស្មើលុយលក់កាហ្វេដែលយើងចាយ 4,000 5,000 មុនហ្នឹងណា បាទ ហើយមួយអាទិត្យលក់កាហ្វេ 4,000 5,000 តាមចំផ្លូវគិតថាអាចរកបានប៉ុន្មាន បាទ 200 ទៅ 300 that's already good yeah yeah not normal right អញ្ចឹងបាន back ទៅវិញជាសារមួយដែរជាពិសេសសម្រាប់អ្នកដែលអត់ទាន់ចូលក្នុងវិស័យ trade បាទ គិតថារីកចង់មានសារអីផ្ដាំផ្ញើគាត់ ខ្ញុំដូចខ្ញុំបានធ្វើវីដេអូប្រហែលមួយរយៈហ្នឹងនៅលើ TikTok ខ្ញុំតែងតែប្រាប់អ្នកដែលអត់ទាន់ចូលគឺខ្ញុំបើសិនជាគិតថាខ្លួនឯង not ready គ្រាន់តែថាដូចថា FOMO តាមគេដូចថាអូយមិត្តភក្តិចាប់ផ្ដើម trade គ្រប់គ្នាខ្ញុំមិនបាច់ខ្ញុំអត់ទាន់ trade ខ្ញុំអត់លើកទឹកចិត្តឲ្យទាន់ចូលទេឲ្យសិក្សាយកវាសិនទៅដោយសារអីវាមិនមែនមានតែ trade មួយទេដែលអាចឲ្យយើងមកដល់ចំណុចល្អនៅក្នុងជីវិតដូចខ្ញុំបាននិយាយអញ្ចឹងអាការមុនហ្នឹងអត់ទាន់បានជួប trade ហ្នឹងយើងអាចជិះ Lamborghini បានហ្នឹង you don't need to trade to drive a Lambo ប៉ុន្តែយើងត្រូវរកវិធីណាដែលយើងមានជំនាញយើងហ្នឹងយើងចេះឲ្យច្បាស់ឲ្យខុសពីគេបាទយើងអាចធ្វើរឿងផ្សេងបានច្រើនទៀតក្រៅពី trade ដោយសារនៅក្នុង trade គឺវាពាក់ព័ន្ធជាមួយនឹង psychology យើងច្រើនហើយមួយវិញទៀតគឺវាបើនិយាយស្មោះត្រង់ទៅយើងអាចមានត្រឹមខ្ញុំហ៊ាននិយាយថា$100ទៅ$1,000ចាហើយចង់ចូល trade ឲ្យវាคล้ายទៅជា main business អ្នកមានហ្មងវា it's impossible បាទសម្រាប់ខ្ញុំបើសម្រាប់គេផ្សេង debatable because គេអាចយកទិញ prop firm គេអាចអីតែសម្រាប់ខ្ញុំ it's kind of impossible ដែលយកលុយ$100មកដូរយក Lambo maybe a bit hard yeah I might be a bit hard បើសម្រាប់ខ្ញុំជាអ្នកនៅក្នុង trade ដោយសារ I cannot do it but maybe you can ខ្ញុំមិនច្បាស់ដែរកាល$1,000ឡើង$20,000អាចបើសម្រាប់ខ្ញុំទៅរួចទេបាទខ្ញុំមិនអាច turn $1,000ទៅ$20,000 impossible for me អញ្ចឹងខ្ញុំចង់ផ្ដាំទៅពួកគាត់ have enough capital អាចយកលុយ 20% 10% យកមករៀនយកមកវិនិយោគដោយអត់មានហានិភ័យដោយសារខ្ញុំមើលស្ថិតិនៅក្នុង community ខ្ញុំកំហុសភាគច្រើនគឺពួកគាត់យកលុយដែលមានតម្រូវការយកមកប្រើប្រាស់អញ្ចឹងយើងចូល trade ម្ដងពួកគាត់បែកនេះងាត់ដៃបាត់ហ្នឹងខ្ញុំសួរពួកគាត់អញ្ចឹងវាដូចថាយើងសម្រេចចិត្តវាខុសឃើញខានបន្តិចបើអញអត់កាត់ប៉ុណ្្នឹងទេអញមានលុយណាបង់ភ្លើងអញមានលុយណាបង់សាលាអីចឹងទៅវាពិបាកមិនថាការសម្រេចចិត្តយើងវាអត់មាន clear វា pressure by something more important ចឹងទៅគឺអាហ្នឹងគឺចប់ហើយបាទខ្ញុំលើកទឹកចិត្តថាបើអត់ទាន់មានអ្នកផ្សេងគេថាអត់មានលុយអាចចូលបានខ្ញុំថាវាអាចវាបានហើយប៉ុន្តែក៏យើងនៅត្រូវការ a certain amount of money ដែរដើម្បីកុំឲ្យយើង protect peace of mind ខ្លួនឯងបានមិនបានខ្ញុំដាក់លុយទៅ trading bot អីឃើញខ្ញុំដាក់10000ហ្នឹងប៉ុន្តែវាជាលុយដែលយើងអាច afford to lose បើសិនជាវា lose ក៏យើងអត់ប៉ះពាល់ដល់យើងខ្លាំងព្រោះយើងបានរកពីវាបានដែរយើងមានលុយសម្រាប់ទប់អីចឹងទៅមិនថាសម្រាប់គេផ្សេងគេអាចមើលមកធំថាយើងនឹងជា risk taker ប៉ុន្តែយើងបាន control risk យើងហើយថា okay how much can we lose នៅក្នុង amount of trade ហ្នឹងឬក៏ការដាក់ bot មិនថាការវិនិយោគទៅលើអីមួយយើងអាច accept ហានិភ័យនឹងបានដោយអត់ប៉ះពាល់ដល់ឲ្យយើង depression ឬក៏អីចឹងទៅ yeah បាទគិតថាសារនោះសំខាន់មែនតើជាពិសេសដល់អ្នកដែលឈានជើងចង់ចូលក្នុងវិស័យ trade បាទដោយសារខ្ញុំគិតថាឥឡូវវាជាវិស័យមួយដែល trending បាទ នៅក្នុងស្រុកយើងអញ្ចឹង like kid អាយុ10ឆ្នាំចង់ធំឡើងចង់ធ្វើអី trader ពីព្រោះអូនខ្ញុំដឹងដែរគាត់ឃើញអ្វីដែលនៅលើ social media បាទបង្ហាញទៅតែគាត់បានឃើញ
the dark side ឯអ្នកដែល បាទ បរាជ័យភាគច្រើនក៏មានច្រើនដែរ បាទ តួលេខនៅក្នុង trading តាមពិតទៅវាមិនមែនតែក្នុង trading ទេបើយើងគិត perspective ទៅលើ business បាទ 95% នៃ business ហើយដែល fail yes so trading the same បាទ only the top 3% that survive in បាទ this market បាទ consistency profit បាទ អញ្ចឹង it's normal in this បាទ world right បាទ អញ្ចឹងរាល់ថ្ងៃយើងធ្វើម៉េចព្យាយាមឲ្យតែដូចរេចលើកបានឡើងនិយាយមកហ្នឹងអញ្ចឹង be on the good side ត្រឹមតែ3% បាទ do it better than your competitor or ចេះឲ្យចេះច្បាស់ បាទ លុយនឹងរត់តាមហើយ បាទ ត្រូវអត់ doesn't need to be trading 'cause ខ្ញុំគិតថារយៈពេល5ឆ្នាំទៀតណា it's not trading that is making the most money it's people who's professional in AI ចេះ control ពីលើវាកុំខ្លាចវា AI អត់មកទៅដើម job យើង we just gotta be smarter មនុស្សយើងត្រូវឡើងសូវខ្ជិលជាងមុន AI នឹងធ្វើឲ្យយើងឧស្សាហ៍ជាងមុនដោយសារអីបើយើងខ្ជិលគឺ bye bye ប៉ុន្តែបើឧស្សាហ៍ AI នឹងជួយយើងរកលុយបានច្រើនមែន វាធ្វើការជំនួសយើងវិញ បាទ you take less job but you gotta be smart បាទ អញ្ចឹងខ្ញុំគិតថាថ្ងៃនេះយើងអាចនឹងមកដល់ទីបញ្ចប់នៃវីដេអូយើងហើយដោយសារគិតថាចូល50នាទីជាងហើយ បាទ ជក់មកមែនតើតាមពិត we got a lot of more things to talk like what you see in the next 4 to 5 year and how you gonna move បាទ អញ្ចឹងខ្ញុំសង្ឃឹមថាយើងនឹងជួបគ្នានៅអេពីសូតក្រោយទៀតបើសិនជាមានឱកាស បាទ អាចនឹងនិយាយពី what you see and your vision អូខេ ព្រោះខ្ញុំគិតថា it's important in បាទ this generation C ព្រោះរាល់ថ្ងៃបច្ចុប្បន្ននេះយើងអាចថាយើង missing gap between generation យើងជាមួយនឹង generation មុនដែរអត់សូវមានតែគេចាញ់លេខតាក់ទងទៅនឹង how we make money in this generation ទេ បាទ ហើយខ្ញុំបញ្ជាក់មិនមែនតែតាក់ទងទៅនឹង trading ទេដូច បាទ គេឡើងមកថ្ងៃនេះអញ្ចឹងគាត់បាននិយាយ perspective ពី business គាត់មួយចំនួន បាទ មុននឹងគាត់មកដល់ trading ដែរ he mentioned ថាគាត់មាន Lambo ឯងតាំងពីមុនមក trade ទៀត បាទ so it's possible បាទ doesn't need trading to have Lambo it's just right now we have 2 3 4 supercars អាហ្នឹងវាអាចថាបានជួយពី trade មកខ្លះដែរបានជួយពី side business ផ្សេងៗដោយសារឥឡូវក៏ខ្ញុំ planning to move to agriculture coffee ធ្វើ bike ជំនាន់មុនវិញដូចដាំកស៊ូដាំអី Yeah. also ខ្ញុំ interest ខ្ញុំដើរមើលអីច្រើនដែរអញ្ចឹង doesn't need to always be ទំនើបកម្មហើយល្អមើលសំខាន់វាល្អស៊ីអត់ that's a good one អត់ល្អមើលតែល្អស៊ី បាទ អញ្ចឹងវីដេអូយើងបានមកដល់ទីបញ្ចប់ហើយអញ្ចឹងខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានតាមដានស្ដាប់វីដេអូនេះដល់ចុងក្រោយអញ្ចឹងសង្ឃឹមថាជួបគ្នានៅវីដេអូក្រោយៗទៀតពីខ្ញុំបាទសុនហៈជា host នៃ Be Talk ហើយ ខ្ញុំ Richie Richie Boy Boy បាទ សូមអរគុណសម្រាប់ការតាមដានវីដេអូមួយនេះហើយជួបគ្នាក្នុងអេពីសូតក្រោយទៀត